គុំរប៉ះកូនង៉ែតនៅមាត់ផ្លូវកូនង៉ែតដែលគ្មានគេយកស្រាប់តែកូនង៉ែតបញ្ចេញពន្លឺមាសចូលទៅក្នុងខ្លួនក្មេង2នាទីបន្ទាប់ក្មេងប្រុសគុំរតាំងពីកើតស្រាប់តែនិយាយបានមេងប្រពន្ធចៅអ៊ឺរឈូស្រឡាំងកាំងនាងប្រញាប់ទាញកូនប្រុសឲ្យនិយាយម្ដងទៀតប្រុសធ្វើតាមហៅថាម៉ាក់ហើយអង្វរម៉ាក់ឲ្យទុកកូនង៉ែតនេះអ្នកបម្រើឆាប់រកឃើញនេះពិតជាត្រូវគេបោះបង់ចោលមែនគ្មានទីពឹងស្ត្រីនោះបានដឹងរឿងដ៏កំសត់របស់ក្មេងក្នុងចិត្តពោពេញដោយក្តីហើយក្រោយពេលកូនប្រុសប៉ះក្មេងនេះស្រាប់តែនិយាយបាននាងសម្រាប់ចិត្តយកក្មេងដែលនាំសំណាងនេះទៅវិមានចៅវាយខេត្តមិនដឹងថាទង្វើល្អនេះនឹងនាំមកនៅពរជ័យធំធេងនៅពេលតាមពិតមុននេះបន្តិចលោកឈីនដើម្បីឲ្យស្រីក្រៅកូនប្រុសដែលកើតពីស្រីក្រៅបានស្រុកចិញ្ចឹមក្នុងវិមានក៏បដូរកូនស្រីរបស់ប្រពន្ធផ្ទាល់នឹងកូនប្រុសកំភួនហើយបញ្ជាអ្នកបម្រើឲ្យបោះកូនង៉ែតស្រីទៅកន្លែងស្ងាត់មិននឹកស្មានពេលអ្នកបម្រើទើបដាក់កូនង៉ែតក្នុងផ្លូវតូចភ្លាមនោះក៏ទទួលផលកម្មតែគាត់គ្មានវិបត្តិសារីឡើយបែរជាគិតថាក្មេងស្រីនេះជាជននាំសំណាងអាក្រក់ប៉ុន្តែតាមពិតក្មេងស្រីនេះជាទីរកនាំសំណាងដែលគ្រូសាឈីនខំប្រឹងទុកតាមពិតជាតារានាំហានិភ័យនាំតែរឿងអប់មង្គលមិនចេះចប់ដល់គ្រូសាឈីនសត្វសាហាវឈ្មោះស៊ឺពិតជាខ្វាក់ភ្នែកមែនហ៊ានទុកកូនអប់មង្គលរីឯកូនសំណាងក៏ឈ្នះចាំកូនហាងតូចភ្ញាក់បើគ្មានខ្ញុំទប់គ្រូសាស៊ីងនឹងត្រូវហាងហើយបន្ទាប់មកពេលស្ត្រីនោះទើបតែបីកូនង៉ែតចូលមាត់ទ្វារវិមានទីរោគសំណាងតូចក៏សង្កេតពេញវិមានមានក្លិនឧស្ម័នដោយសារគ្រូសានេះយកគាត់មកចិញ្ចឹមដោយចិត្តល្អរឿងអប់មង្គលទាំងនោះក៏រលាយអស់ពេលនោះអ្នកបម្រើស្រីរត់មករីកាដំណឹងល្អលោកយាយចាស់ដែលដេកសន្លប់ជាច្រើនស្រាប់តែភ្ញាក់ឡើងវិញស្ត្រីនោះយឺហើយក៏ហៅគ្រូពេទ្យមកពិនិត្យគ្រូពេទ្យក៏មិនជឿដែរមិននឹកស្មានថាសុខភាពលោកយាយប្រសើរឡើងច្រើនលោកយាយភ្ញាក់ឡើងឃើញចៅប្រុសនិយាយបានជំងឺខ្លួនឯងក៏ធូរស្បើយដោយសារកូនង៉ែតនេះយកភ្លាមថានេះជាសំណាងដែលគាត់នាំមកក្រោយដឹងពីរឿងរ៉ាវដ៏កំសត់របស់ទីរោគសំណាងគាត់អាណិតណាស់ក៏យកគ្រឿងអលង្ការដែលគាត់រក្សាទុកជាយូរមកហើយតាក់ឲ្យទីរោគសំណាងដោយខ្លួនជាការដូរជួបគាត់ពិតជាតារាសំណាងតូចរបស់យើងមែនគាត់មកដល់ខ្ញុំក៏ភ្ញាក់ឡើងហាមើលតែម្ដងក៏ដឹងថាជាតារាសំណាងមនុស្សចាស់ពិតជាឆ្លៀសវៃប៉ុន្តែពេលនោះប្រពន្ធចុងរបស់លោកប្រុសមកដល់ទាំងគ្រវីកង្ហាបើកមាត់និយាយញុះញង់ថាគាត់មានកូនប្រុសក្រៅស្ត្រីនោះដឹងច្បាស់មនុស្សនេះមករករឿងច្បាស់ជាឯងមកមើលរឿងកំ pl ែងមែនទេមិនក៏អីចឹងមិនមែនដោយសារតែនារីស្រស់ស្អាតពេកទេអ្នកដែលស្លាប់ក៏ស្លាប់ទៅហើយអ្នកដែលឈួតក៏ឈួតកូនប្រុសតែមួយគត់ដែលនៅសល់តែជាក្មេងកុំមើលវាហើយស្ត្រីនោះប្រាប់ឲ្យនាងចាក់ចេញស្រីមុខក្រាស់ម្នាក់នេះមិនត្រឹមតែមិនចេះហើយថែមទាំងអង្គុយលើសាឡុងចំអកថានាងជាមេម៉ាយមានសិទ្ធិអ្វីហ៊ានអួតអាងនៅមុខនាងស្ត្រីនោះក៏មិនទុកមុខបើក៏កាយថានាងជាប្រពន្ធក្រៅស្រីនោះខឹងខ្លាំងភ្លាមនិយាយរឿងមិនសមហេតុថាប្តីនាងស្លាប់ក្នុងសង្គ្រាមហើយថា3ថ្ងៃទៀតពួកបរទេសនឹងចូលក្រោយពេលនោះគ្រូសាឈីននឹងគ្រប់គ្រងទីក្រុងឯងយករបស់ឯងចេញទៅហើយឯងទៅនរកទៅស្រីអាក្រក់គេជេរគ្រូសាបែបនេះនារីនោះទាញកាំភ្លើងតម្រង់មុខគាត់ភ្លាមស្រីមានឧបាយភ័យញាប់ញ័រខ្លាចត្រូវបាញ់ស្លាប់មួយគ្រាប់ក៏រត់ទាំងអាម៉ាស់ភ្លាមបន្ទាប់ពីគាត់ចាក់សៀវហ្វូប៉ៅដឹងពីស្ថានភាពលោកទេសាភិបាលភ្លាមឃើញថាគាត់កំពុងដឹកនាំទ័ពនៅជួរមុខខ្វះខាតសម្ភារៈត្រូវការលុយខ្លាំងសៀវហ្វូប៉ៅក៏ប្រើមន្តអាគមបញ្ជូនគម្ពីរសម្រិតនៅខាងលើមានត្រីគោលរងមាសហែហាបរោះឃើញភ្លាមដឹងថាជាប្រភ្នូល្អអធិដ្ឋានដោយស្មោះតែងអស់សង្ឃឹមវាស្ត្រូវឲ្យថយឆាប់នឹងជួបជុំគ្រួសារត្រីគោលរងប្រកាសជាមានសម្រាប់ច្បាស់ជាឪពុកគេសុំផ្កាយ5ហ្វូមានកាត់ប្រកិច្ចមើលពោព្រះពីទេពតាស៊ូខ្ញុំលុយហូរចូលដូចទឹកអប់ព្រះឲ្យឥឡូវមានលុយនេះហើយទីហ៊ានទាំងអស់មានសេវីមកខ្ពស់នៅម្ខាងទៀតគ្រូសាឈីនរងគ្រោះដោយសារផ្កាយអាក្រក់ចាប់ផ្ដើមអភ័ព្វជាបន្តបងប្រុសលោកឈីនលេងល្បែងចាញ់បាត់បង់ទ្រព្យលោកឈីនខឹងខ្លាំងចង់វាយប្អូនឲ្យឈឺស្រាប់តែធំមួយធ្លាក់ស្ទើរប៉ះនឹងគាត់ចំណែកប្អូនប្រុសឆ្លៀតឱកាសរត់ឡើងលើលោកឈីនទើបតែនឹងដេញតាមស្រាប់តែដួលបាក់ជើងឈឺស្រែកឥតឈប់ឆាប់ឡើងបញ្ជូនលោកតាទៅពេទ្យជើងលោកតាបាក់ហើយឯត្រើយម្ខាងក្រោមការពារពីសៀវហ្វូប៉ៅក្នុងវាំងលោកទេសាភិបាលជីវិតកាន់តែរលូនពេលនោះនាងបម្រើរត់មកទាំងសប្បាយរីកាដំណឹងល្អរឿងអីនឹងបានសប្បាយម្ល៉េះលោកអនុប្រធានឈប់ពីជួរមុខទើបតែទូរស័ព្ទមកថាលោកទេសាភិបាលឈ្នះថ្ងៃស្អែកជិះរថភ្លើងទី1ត្រឡប់មកល្អណាស់នារីបានឬក៏សប្បាយចិត្តខ្លាំងឯលោកឈីនដឹងថាលោកទេសាភិបាលឈ្នះខឹងឆេវឆាវក្តៅក្រហាយពេលនោះមានមនុស្សបរទេសម្នាក់មកដល់ថាចង់ជួយគ្រូសាឈីនខាងលុយកាក់លក្ខខណ្ឌតែមួយគត់គឺត្រូវឲ្យលោកទេសាភិបាលបាត់ខ្លួនលោកឈីនកំពុងពិបាកដោះស្រាយពួកគេក៏យល់ព្រមភ្លាមនឹងលក្ខខណ្ឌបរទេសបន្ទាប់មកក៏នាំកូនចៅចូលវាំងទេសាភិបាលត្រូវគេឡោមព័ទ្ធតែនារីមិនភ័យបន្តិចព្រោះនាងដឹងរថភ្លើងដែលលោកទេសាភិបាលជិះបានមកដល់ក្រៅមិនយូរទេនឹងមកដល់លោកឈីនក៏ដឹងថានាងកំពុងទាពេលរងចាំលោកទេសាភិបាលបែរជាមើលពេលវេលាដោយមើលងាយរំពេចនោះក៏សម្លេងផ្ទុះយ៉ាងខ្លាំងពីក្រៅក្រុងសៀវហ្វូប៉ៅភ្ញាក់ក្នុងចិត្តចាប់ផ្ដើមប្រើមន្តអាគមភ្លាមពីបរិស្ថានស៊ូកប៉ាខំប្រឹងចូលកំអស់ពីចិត្តហើយប៉ាត្រូវតែត្រឡប់មកវិញនារីពេលនោះក៏ស្មានថាលោកទេសាភិបាលប្រហែលជួបគ្រោះថ្នាក់រៀបចំគម្រោងអាក្រក់បំផុតដោយស្ងាត់បែរខ្លួនបាញ់កាំភ្លើងយ៉ាងមុតស្រួចធ្វើឲ្យកូនចៅលោកឈីនដួលជាច្រើនតែលោកឈីនបែរជាបាញ់ទៅក្មេងប្រុសស្ថានភាពគ្រោះគ្រានោះសៀវហ្វូប៉ៅប្រើអស់កម្លាំងចិត្តចុងក្រោយបដូរទីគ្រាប់កាំភ្លើងខ្លួនឯងក៏ធ្លាក់ក្នុងគ្រោះថ្នាក់ដោយសារនេះមើលឯងអាចគេចបានប៉ុន្មានដងមើលអ្នកណាហ៊ានឈិនថេងបងនៅរស់ខ្ញុំត្រឡប់មកហើយប៉ាទីបំផុតប៉ាក៏ត្រឡប់មកអ្នកបម្រើកូនចេះនិយាយផងនេះជាចាំនិយាយក្រោយបងឌូ
បងត្រឡប់មកវិញហើយនេះ មិនខានជាងពេលបងត្រឡប់មកអញហាក់មិនសប្បាយទេខ្ញុំសប្បាយឲ្យលោកទេសាភិបាលសូមជូនពរលោកទេសាភិបាលជ័យជំនះដោយសុវត្ថិភាពមិនទាន់ដកថយក៏ហ៊ាននាំមនុស្សមករករឿងក្នុងវាំងបងខ្ញុំយល់ហើយអ្នកចង់សម្លាប់ខ្ញុំនិងក្រុមខ្ញុំទូជុនយល់ច្រឡំហើយឆាប់ទម្លាក់កាំភ្លើងចុះទម្លាក់ចុះឌូឈិននេះសុទ្ធតែជាការធ្វើរបស់យ៉ាងទេខ្ញុំត្រូវបានពួកគេប្រើប្រាស់ឌូឈិនអាណិតខ្ញុំផងអ្នកហ៊ាននាំមនុស្សមកកញ៉ៃនៅមាត់ទ្វារថ្ងៃនេះគុំសង្ឃឹមថានឹងចេញទៅរស់វិញបានហើយឈិងយ៉នជីវយីជួយខ្ញុំផងឈិងយ៉នឈិងយ៉នឈិងយី មិនអ្នកមកនេះ ចេញធីង វាលើកនេះដឹងខ្លួនហើយតែគាត់ជាឪពុកកូនដែរតើអ្នកអាចមើលមុខគ្រូសាររនមើលមុខខ្ញុំផងអត់ទោសឲ្យគាត់លើកនេះផង ទូជួនខ្ញុំស្បោះខ្ញុំនឹងមិនប្រឆាំងនឹងអ្នកទៀតទេក្រោយមកទៀតបើហ៊ានប្រមាថខ្ញុំនឹងបាញ់សម្លាប់អ្នកចោលហើយ អរគុណលោកឌូជុនហ្វូការខាត់បងលើកនេះគ្រូសាររននឹងសងវិញទ្វេដងមិនអីទេគឺខ្ញុំជំពាក់អ្នកនេះគឺកូនស្រីរបស់អ្នកទាំងពីរ បាទ ចៅជាកូនស្រីយើង មិនទៅមិនមានអីទេគ្រាន់តែមានអារម្មណ៍ស្គាល់បន្តិចដូចជាធ្លាប់ឃើញនៅកន្លែងណានៅមិនទាន់ទៅវិញទេយ៉ានជុនខ្ញុំត្រឡប់មកវិញហើយ ចេញភីងទីបំផុតបងបានត្រឡប់មកវិញហើយ រថភ្លើងពេលរសៀលនៅខាងក្រៅទីក្រុង ខ្ញុំគិតថាបងល្ងងហើយ អូននិងកូននៅផ្ទះចាំខ្ញុំមិនខ្ញុំអាចស្លាប់ទៅបាន ចេញធីងម៉ែចេញធីងម៉ែភ្ញាក់ហើយអីយ៉ា ម៉ែខ្ញុំមកដល់ហើយមិនបានធ្វើឲ្យគ្រូសាហ្វូយើងអាម៉ាស់ទេ ចេញធីងម្សិលមិញស៊ីហ្វូកុងបានទូរស័ព្ទមកគាត់និយាយថាបងជិះរថភ្លើងទី1ត្រឡប់មកថ្ងៃនេះសំឡេងផ្ទុះដែលខ្ញុំបានរមុននេះស្ដាប់ទៅមិនមែនคล้ายទេម៉េចអ្នក ម៉ែរថភ្លើងពិតជាបានផ្ទុះមែនតែមិនមែនទី1ដែលបានផ្ទុះទេ អូប៉ាមានន័យថាម៉េច ឌូជុនច្បាំងលើកនេះពិតជាអស្ចារ្យអរគុណដល់កម្ពុជាសម្រិទ្ធនោះបានឡើង ខានសួរប្រទានពរជ័យពីពិកាសបញ្ច្រាស់ទើបតែមកដល់មាត់ទ្វារក្រុងរូបភ្លើងខាងក្រោយយើងស្រាប់តែផ្ទុះគ្រប់គ្នាភ្ញាក់ផ្អើល ចេញធីងតើអ្នកណាចង់ធ្វើបាបកូន ទីក្រុងនេះជានុយដ៏ឆ្ងាញ់មានមនុស្សជាច្រើនកំពុងតែសម្លឹងពួកមេតបនិងជនបរទេសអាចជាអ្នកទាំងនោះយ៉ានជុនម៉ែកុំបារម្ភអីខ្ញុំបានរកមនុស្សទៅស៊ើបអង្កេតហើយ កូននេះគឺបែបនេះជាកូនស្រីតូចរបស់យើងឈ្មោះចៅកូនរបស់យើងនេះមិនក៏អាចទៅរួចខ្ញុំទៅជួមុខទៅតែ3ខែទេ មើលស្អីទៅស្លុតម្លេះល្ងងនេះជាក្មេងដែលចៅអឺរ៉ុបឃើញនៅចិញ្ចើមថ្នល់មិនដឹងជាគ្រូសាណាចិញ្ចឹមមិនរួចបោះចោល អញ្ចឹងនឹង តែមិនដឹងម៉េចជឿតាំងពីមុននេះមកហើយមិនភ្ញាក់សោះអាម៉ៅតើនាងភ័យខ្លាចដោយសារអាព្រើនោះមែនទេ ខ្ញុំគួរតែបាញ់សម្លាប់គាត់យូរហើយ ល្មមហើយអ្នកណាក៏ស្គាល់អ្នកស្រីរនឈ្មោះរនឈីងយីនាងជាសង្សារចាស់របស់លោកហ្វូនាងបានចេញមុខហើយ អ្នកនៅតែមិនឲ្យគេទៅទេ រឿងហើយទៅហើយ រឿងវាកន្លងហួសហើយសិនធីងលើកនេះអ្នកអាចវិលត្រឡប់មកដោយសុវត្ថិភាពខ្ញុំគិតថាប្រហែលជាអរគុណចំពោះចៅដែរ អ្នកមិនដឹងទេតាំងពីយកកូននេះមកចិញ្ចឹមនៅផ្ទះអុកញ៉ាឌូយើងសុទ្ធតែមានរឿងល្អអ្នកឲ្យប្រញាប់ឡើងទៅមើលមនុស្សតូចគួរឲ្យស្រឡាញ់នេះទៅ
Châu Châu. Pa một vinh hời. Ai lơ ní khmien nẹt nà hiên thưa bạp cồn tể. Nhẹ lang chập một cồn. Cồn nan nan đòl o bỏ mặt. Nhẹ lang chập một. Châu Châu nhẹ lang chập. Tất tạ tân. Khla không nẹ bầm rào dương một vinh hời. Nẹ srei khnyom pít chỉ đăng khuôn thạc khổ hời. Cứ khmau châu bật bằng chật. Ba mình mơ một liên liên tê. Khnyom nì dây dàng mấy con mình chui sang kru nẹ đài. Chà. Lơ kroi công tơ pa po chỉ mùi lô cù đủ tiệt. Bà sân miên lơ kroi tiệt. Khnyom con mình ai ca pia nẹ bàn Mình đài. thưa tiệt tê, mình thưa tiệt. Chăm khnyom ban rồi bong viên sama cung pin chỉ cam viên mơ tha nẹ na chi mà chắc tiền nì. Ha ha ha. Lục pro ti bồng phật lô còn một vinh. Dục ban đu chun phô hái. Dục ở vậy tây dục. Phô trên thiên viên mình slap sọ. Mạch đai chót phơ mếch. Mình men lục thọp rạp khnyom tế. Lục tha đần đam ban vì miên mê tọp. Chăm đọc tranh viên chinh di sân. Rùi dục khnyom thơ chi propon. Hư khnyom trơ lẹ khuôn đo pê nà tiết. Ây da. Sầm lánh công khăn tiết. Chăm bần tích tiết nà. Ní chiều vậy. Khnyom prap nẹ. Nơi pi krao viên chinh gì. Cứ chi sama cung pin chỉ cam kru sa rong viên thông chinh kê nơi phiệt khang tbong. Trâm tài miên phla yu bani mùi nì. Thôn thiên tiếng oh robot sama cung. Khnyom trong ban lôi bần man cỏ bàn. Bất tư. Tai niên viên chinh di mạch sốc chất ỏi lục. Niên mình ỏi tê. Khnyom ai lùi bàn. Sapada môn khnyom tớp tài pra phla yup nì. Promo ban tùm nên mùi tê. Pê robot một đó khnyom nâng lụ tờ ỏi phụ bọt tê phliềm. Múc chùm nuôi mùi ní ban sầm rạch. Khnyom nâng khai chi mình tốc chất robot lục ong tề hơi. Hai bần tọp. Hai. Pê phụ bọt tê chô vi ti krong tông chênh. Nẹ na rú nẹ na slap. Con mình men khnyom chỉ nẹ cầm nọt tê ấy. Ha 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 ha. Châu Châu nhẹ hời. Bạn lọ nè. Ha 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 ok. Ai lớp tê dương miên mình nu mình nẹ tiệt hơi. Cua tài thọt rút crusa thmây mà đòn. Chun mây tờ hơi mình chu một. Pa kroi pi lục tờ. Bong pro ti pi quật. Nơi khnong bần tục. Ương ấy tớ. Kroi pi pa tơ xâm rập hùng. Mình chủ cô nút mình đăng cạt ấy có khai chi chùm ngư slot tròn. Dương rô kru pet bên krong. Kết hạc miên năm chia ba tơ đây bần tục nhom. Mình ban nơi bài phụ nẹ. Pa công bà ròm ấy. Bong pro ti pi miên năm chia ba tệ. Nú cư môn pê lục chúc nhom chi đà ra sầm mơ nẹ. Pre than xua pro tiên po khmiên chùm ngư na tròn bàn. Lục mà cha. Pa. Mà. Mình chu. Mình chu. Mình chú con chia sẻ bài hời. Mình chú con pro mặt. Nhẹ lang hời. Bát ôn chi vinh hời. Mà. Pa. Dây bần man ngày nít vừa ở nhẹ tiếng ọc niếp rùi hời. Ôi tay chơi chiều vinh. Bạn có o bà ròm hời. Mạn ni. Ni hai ôn srei tôi rồi bỏ con chơi chầu. Niên nâng chỉ con miên sầm nang rồi bỏ giường. Ôn srei. Mà. Mơ niên nhầm đã ôn. Côn rộp ấy nắng. Ní lớp ti mũi chúc châu châu, cu ở cả đồ. Bong ti pi. Ní nâng say mà đại bong sờ láng chinh kê mền tế.
អូនគិតថាលើកនេះអូនបានដឹងខ្លួនក៏ដោយសារចៅខ្សែកនេះទុកជាកាដូថ្លែងអំណរគុណពីបងចាំដល់ពេលប្អូនមានខួប1 ខែបងនឹងឲ្យមួយដែលល្អជាងនេះទៀតព្រមទេ បងទី2ល្អជាងគេចេញធាងកូនមកលើកនេះអាចនៅបានប៉ុន្មានថ្ងៃទៀតទេសប្តាហ៍ក្រោយគឺជាពិធី1 ខែរបស់ចៅអើប៉ានឹងនៅចូលរួមពិធីខែរបស់ចៅខ្ញុំក៏ចង់នៅចូលរួមជាមួយចៅដែរតែនៅជួរមុខកំពុងតែត្រូវការលើកនេះខ្ញុំត្រឡប់មកក្រៅពីជួបអ្នកទាំងអស់គ្នាគឺមានការងារបន្ទាន់ជាងនេះអញ្ចឹងជាថ្នាំពេទ្យពិតមែនយ៉ានជន់ពិតជាបានជួយឥឡូវជួរមុខកំពុងឆេះសង្គ្រាមអត់ឈប់អាវុធគ្រាប់រំសេវទិញដោយលុយបានតែថ្នាំចាក់ឈាមនឹងកាត់ក្តៅវិញទើបជាកលិះពិតក្នុងការគ្រប់គ្រងសម្រាប់ភូមិ មានតែថ្នាំសានឈីខ្ញុំដាំពេញក្រោយផ្ទះហើយតែពេលវេលាខ្លីពេកមិនទាន់ដុសចេញផងអាយុជីវិតមនុស្សជារឿងសំខាន់បើវិធីណាមិនបានខ្ញុំនឹងទៅអង្វរយន់ឈីងយូមើលថាក្រុមហ៊ុនយន់ដែលនៅពីក្រោយអាចជួយបានទេអ្នកស្រីឌូជួនអ្នកទាំងអស់គ្នាប្រញាប់ទៅមើលក្នុងទីធ្លាអូមើលដើមសានឈីច្រើនម្លេះយ៉ានជន់ថាមិនទាន់ដុសទេអត់បិចអាចទៅម្សិលមិញខ្ញុំមកមើលនៅទូចទេថ្ងៃនេះដុសខ្ពស់ម្លេះ សានជីច្រើនប៉ុណ្ណឹងធ្វើមិនសូវបានប្រើដល់កន្លះឆ្នាំ ហ៊ីហ៊ីពិតណាស់ព្រោះតែវូមានរឹតដឹងតារាមអង្គខ្ញុំមកវិញហើយដើមក៏រឹងមាំ នេះពិតជាសានជីថ្នាក់ខ្ពស់ ល្អណាស់ចេញធាងយ៉ានជន់នេះក៏ជាស្នាដៃចៅយើងមែនទេ មិនថាទេចៅពូកែជាងគេបើអញ្ចឹងថ្នាំចាក់ឈាមក៏មានដំណោះស្រាយឥឡូវត្រូវទិញថ្នាំប៉ូនីស៊ុយលីនសម្រាប់កាត់ក្តៅ ហឺរបស់បែបនោះខ្ញុំមិនមែនដាំបានទេបើបងចង់ទិញទៅរកអ្នកស្រីយន់របស់បងទៅបាក់អន់ចិត្តហើយចាសបងធំអាក្រក់ហឺអ្នកទាំងអស់គ្នាកុំប្រញាប់មិនមែនគ្រាន់ជាស៊ុយលីនទេខ្ញុំនឹងរកមួយឡានមកឲ្យពោពីទេពតាទ្របឲ្យហូរចូលអាមានរឿងអីមិនមែនគ្រូសាឈិនមកទេបងដុំវីផ្ទះហើយពួកទាហានឬពួកបរទេស មិនមែនទេឯងទៅមើលចុះ បិទទ្វារបន្ទប់ការពារអ្នកទាំងអស់គ្នាប្រយ័ត្ន ឡាននេះមិនចូលមកបានដូចជាបែកកង់ហើយរអិលចូលមកកន្លែងបើកបរក៏គ្មានមនុស្ស ប៉ូនីស៊ុយលីន ហើយចេញធីងឡាននេះមកគួរឲ្យសង្ស័យកុំទាន់បើកអី ញៀនជន់អញដកថយបន្តិចប៉ូនីស៊ុយលីនតបឌូ ឡានទាំងមួយនេះសុទ្ធតែថ្នាំកាត់ក្តៅយ៉ាងហោចក៏100កេសចេញភីងថ្នាំនេះរបស់អ្នកណា នៅពេលបែបនេះអាចទិញបានច្រើនប៉ុណ្ណឹងមិនមែនមនុស្សធម្មតាទេហើយឡាននេះគ្មានអ្នកយាមសូម្បីតែសញ្ញាគ្រួសារក៏គ្មានដែររឿងអាចកំបាំងម្លេះមានតែលទ្ធភាពមួយទំនិញនេះលក់បន្តឲ្យបរទេសមែនក្បត់ជាតិគំនិតមនុស្សតូចតាចស៊ីហ្វូហ៊ួនទៅវ៉ាជីស៊ីអូហើយបញ្ជូនសានឈីពីក្រោយផ្ទះទៅជួរមុខបាទលោកប្រធានចុះឡាននេះធ្វើជាមើលមិនឃើញបោះចូលជ្រលងភ្នំបាទលោកអាក្រក់ហើយមិនអនុជេងធីងចូលមកវាយអត់មានទេអីចឹងហៅថាអីស្ទើរធ្វើឲ្យខ្ញុំភ័យជប់ខុសហើយនិយាយរឿងមកលោកស្លាកលេខឡានដែលលក់ឲ្យអង់ត្រេក្នុងចិត្តអញបាត់អីនិយាយម្ដងទៀតមើលបាត់មិនហៅឡានដឹកថ្នាំពេលយើងឃើញគឺនៅជ្រូកភ្នំហើយតែថ្នាំនៅលើឡានរកមិនឃើញអាលោកឡានថ្នាំនោះខ្ញុំបោកយកពីសមាគមរួនឥឡូវថ្នាំបាត់ខ្ញុំយកអ្វីទៅឲ្យអង់ត្រេហើយខ្ញុំយកលុយណាទៅឲ្យសមាគមរួនបើរឿងនេះលេចឲ្យស៊ីងយុនដឹងខ្ញុំច្បាស់ជាត្រូវគេដេញចេញពេលនោះខ្ញុំគ្មានអ្វីទាំងអស់លោកកុំភ័យខ្ញុំមានវិធីឯងចង់មានន័យម៉េច
ឥឡូវគ្មានអ្នកណាដឹងថាបាត់ទេយើងរកឡានមួយទៀតឲ្យអង្គត្រេទៅចប់តែបើទិញថ្មីអ្នកទទួលបន្ទុកសមាគមប្រាប់រួនឈីងយូអ្នកណាថាត្រូវទិញពីសមាគមស្រេចតែថ្នាំទាំងនោះដាក់ក្នុងដបកែវមិនខ្លាយអ្នកណាដឹងអញចង់ថាយកឡានថ្នាំខ្លាញ់ខ្លាំងទៀតលោកខ្ញុំថាជើអ៊ីបរទេសនិយាយត្រូវហើយលុយយន់បើលោកស្រីរួនដឹងជារឿងតូចតែបើផ្ញើមិនដល់នោះត្រូវគេបាញ់ចោលហើយលោកយោពមយប់នេះធ្វើតាមស៊ីវឈីងហើយហេមកវិញហើយរួនស៊ីឌូស៊ីហ្វាងស្អែកបើខាងមែនទេបាទលោកតាធំនិងលោកយាយក៏មកដែរលីងលីងចិត្តពេញខែហើយគួរតែបង្ហាញមុខឲ្យតាចាស់ទាំងពីរឃើញចាំរៀបឡានព្រឹកស្អែកខ្ញុំនឹងយកត្បូងថ្មមួយដុំឲ្យតារាសំណាងខ្ញុំអេហេហេម៉ាក់មិនសម្លៀកបំពាក់ច្រើនម្លេះព្រោះប៉ាថាមិនដឹងជូជូចូលចិត្តមួយណាក៏ទិញម៉ូដែលសមទាំងអស់ទិញច្រើនម្លេះជូជូពាក់មួយថ្ងៃមួយមិនអស់ទេពាក់អស់តើជូជូពាក់អស់ចុះថ្ងៃនេះបងស្អាតម្លេះទៅណាត់គេអត់ទេគឺលើកមុនសន្យាជាមួយជូជូថាឲ្យកាដូពេញខែល្អជាងឆ្លៀតថ្ងៃនេះហាងរួនស៊ីឌូស៊ីហ្វាងបើកខ្ញុំនាំអូនស្រីចេញទៅវិញទៅបើកត្បូងចេញទៅយាយអាយ៉ាហាងរួនស៊ីឌូស៊ីនេះធំអស្ចារ្យមែនមើលនេះអេឯងញៀងនេះនៅតែពូកែមែនលោកទីហ៊ានប្រុសទី2មានឋានៈធំមិនមកនេះមែនគាត់មិនមែនឈួតទេហេថ្ងៃនេះប៉ានាំជូជូមកបើកកំណប់ធំល្អទេកូនឡអូហ៊ូកន្លែងស្អាតម្លេះទៅយើងដើរមើលលេងយាយតានេះជាតែថ្លៃដែលខ្ញុំទិញមកអ្នកឲ្យលោកតាភ្លុកមើលអឹមស៊ីវឈីនមានចិត្តតើតែឯងប្រព្រឹត្តល្អចំពោះឈីងយូក្រោយមកសមាគមរួននេះនឹងជារបស់ឯងម៉ាក់កុំបារម្ភអីដរាបណាខ្ញុំនៅទីនេះនាងនឹងមិនរងការឈឺចាប់បន្តិចឡើយហឹងនិយាយស្អាតជាងច្រៀងទៅទៀតខ្ញុំព្រមមានអ្នកណាហ៊ានធ្វើបាបកូនស្រីខ្ញុំមិនអត់អន់ឲ្យអ្នកទេបាត់ឈីងយូមិនទាន់មកអីគាត់រវល់ភ្លាមបន្តិចទៀតនឹងមកអាយ៉ូតារាសំណាងតូចរបស់តាមកដល់ហើយអាយ៉ូប៉ាម៉ាក់បានរៀបចំរួចហើយអ្នកទាំងអស់គ្នាហាសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គ្រួសាររង្វៀងមុននឹងភ្នាល់ថ្មសូមស្ដាប់ខ្ញុំសិនកូនស្រីខ្ញុំឈីងយូបានកូនស្រីមួយហាអបអសាទរគ្រូហោរាបាននិយាយថាលៀននៅគ្រួសារយើងគឺជាតារាសំណាងដែលធ្លាក់ពីលើមេឃថ្ងៃនេះនាងពេញខែដើម្បីអបអរថ្ងៃនេះថ្មភៅទាំងអស់នៅទីនេះបញ្ចុះតម្លៃ50ល្អថ្មនេះមើលទៅល្អមួយអាក្រក់វាអាស្រ័យលើសំណាងរបស់អ្នកទាំងអស់គ្នាហើយហាខ្ញុំថានាងគឺតារាតូច3ខ្ញុំទេជាតារាសំណាងតូចហាកន្លែងនេះខ្ញុំទុកឲ្យអ្នកហើយយើងទៅសម្រាប់បន្តិចសិនអេបងធំនោះមិនមែនកូនទី2របស់គ្រូសាហ្វូអ្នកល្ងងនេះមិនមកទីនេះបើមិនចង់បណ្ដេញគាត់ចេញកុំប្រញាប់ទៅមើលគាត់ចង់ធ្វើអីឆេចូលចិត្តដុំណាបងទី2ទិញឲ្យអូនថ្មច្រើនណាស់ណាត្រូវជ្រើសដុំណាល្អនេះមិនមែនអ្នកម្ចាស់ប៊ូទេម៉េចទ្វារផ្ទះអភិបាលមិនទាន់ជួសជុលឲ្យទេដោះលែងអញមកនេះមិនមែនជ្រូកល្ងងទេគាត់មិនមែនមនុស្សឈួតទេខ្ញុំគិតថាជានរណាជាឈីងអឺសាងតែចាញ់លុយអស់កន្លះគ្រួសារឈីនក្នុងមួយយប់ម៉េចលោកឈីនត្រូវគ្រាប់បែកនៅផ្ទះអភិបាលធ្វើឲ្យវង្វេងឥឡូវដល់វិញឆ្កែភពរស់ហើយអ្នកមានល្ងងនិយាយប្រយ័ត្នផងនេះជាទឹកដីរបស់គ្រួសាររង្វៀងបើឯងនៅតែហ៊ាននិយាយទៀតកុំបន្ទោសខ្ញុំថាមិនកោតខ្លាចឯងចាំសិនដោះដៃអ្នកមិនឈួតដោះដៃឯងមិនឈួតទេឯងគិតម៉េចហើយលោកហ្វូមីងឈូនិយាយគ្នាឲ្យល្អខ្លាចតែកាលពីមុនពេលខ្ញុំមិនសូវដឹងខ្លួនឯងធ្វើបាបខ្ញុំឯងពិតជាក្រអឺតណាស់យកច្រឡំមកដល់ហើយហ្វូមីងឈូអានេះមិនមែនផ្ទះអភិបាលរបស់ឯងទេហ៊ានបង្ករឿងនៅថ្ងៃបើកហាងគ្រួសាររង្វៀង
កុំបន្ទោសខ្ញុំជាមនុស្សចាស់ដែលមិនកត់ខ្លាចឯងអ្នកបង្ករឿងគឺគាត់ខ្ញុំគ្រាន់តែមកទិញថ្មបន្តិចសម្រាប់ប្អូនស្រីខ្ញុំជូជូធ្វើជាអំណោយថ្ងៃពេញខែប៉ុណ្ណោះប្អូនស្រីចម្លែកណាស់ក្មេងនេះស្រដៀងគ្នាអីចឹង មនុស្សអាក្រក់គ្រួសារថ្មីអាក្រក់ធំចេញឲ្យលឿនអញ្ចឹងជូជូមិនចូលចិត្តគាត់ទេ ប្អូនស្រីខ្លាចមនុស្សចម្លែកលោកឈិនឈរចាំមើលនោះទៅលោកឈិនអាចជ្រើសថ្មឲ្យអ្នកនាងបានហើយកន្លងមកខ្ញុំបានឈ្លានពានចូលគេហដ្ឋានលោកពិតជាស្ដាយក្រោយណាស់អញ្ចឹងថ្ងៃនេះចំណាយទាំងអស់ដាក់កាន់នៃខ្ញុំល្អជូជូគឺជាតារាសំណាងតូចរបស់គ្រួសារយើងបើថ្មនេះចេញត្បូងល្អសូមលោកកុំជឿចិត្តហា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 ដូចដែលគ្រប់គ្នាដឹង លីនយើងជាតារាសំណាងធ្លាក់ពីលើមេឃមែន ទោះបើកបានត្បូងថ្មក៏ដោយក៏វាបើកនៅនឹងដៃខ្ញុំដែរហាហាហាមែនទេអីចឹងសាកមើលនរណាជាតារាសំណាងពិតប្រាកដលោកម្ចាស់ទី2ត្រូវឲ្យសៀវសិខ្ចីឈាមមែនឬខ្លាចអីចៅជាកូនសំណាងនៅផ្ទះមេតបយើងចៅអូនចូលចិត្តមួយណាចង្អុលមកមើល ហេបងហារ៉ាកុំបារម្ភអីទុកឲ្យចៅវិញទាំងអស់ បងធំចុះបើគេឃើញមែនធ្វើម៉េចបើពិតជាបើកបានអីមែននោះឃើញខ្មោចហើយទំនិញនេះខ្ញុំឲ្យគេឆែកហើយឯបើកបានអីវិញក៏ខ្ញុំជាអ្នកសម្រេចដែរធ្វើឆ្លៀសវៃបន្តិចលើកនេះខ្ញុំនឹងកាត់បន្ថយរធាតុគោលហ្វូឲ្យដឹងមួយនេះគ្មានមួយនេះក៏គ្មានដែរមួយនេះក៏ធម្មតា មិនហើយចៅគ្មានសោះដែលត្រូវចិត្ត តាំងនៅលើទូកញ្ចក់សុទ្ធតែរបស់ថោករបស់ល្អគាត់លាក់ទុកអស់ពួកអាក្រក់នេះអាក្រក់មែនទែនខ្ញុំមិនឲ្យបងចាញ់ទេព្រះសូរប្រទានពរជីនស៊ឺឆាងជូនរួចរាល់បងប្រុសចៅយករបស់ទាំងនេះ អូនយករបស់នេះលោកម្ចាស់ទី2របស់ទាំងនោះសុទ្ធតែថ្មខូចសូម្បីម្ចាស់ហាងក៏ឡើងមិនបានយករបស់ផ្សេងវិញមិនបានទេ មិនអីទេខ្ញុំចង់បានមួយនេះអ្នកនាងកុំរឹងអីចឹង មិនអីទេចៅចូលចិត្តមួយណាយកមួយហ្នឹងលោកចៅថ្មីរបស់ប៉ុន្មាននេះវាមានភាពល្អពណ៌ថ្លាថ្លែជាត្បូងថ្នាក់លេខ1ទាំងអស់រៀបចំជូនលោកតាំងពីយូរហើយដល់ពេលទៅផ្ទះចិនប្រមូលរង្វាន់អរគុណលោកចៅលើកនេះខ្ញុំចង់ដឹងថាគេយកអីមកឆ្លោះជាមួយខ្ញុំអញកុំបារម្ភលោកជំទាវហ្វូខ្ញុំបាននិយាយមុននេះហើយចំណាយថ្ងៃនេះខ្ញុំចេញទាំងអស់ម៉េចហាហាជ្រើសរើសបានតែប៉ុណ្ណឹងខ្ញុំមិនយល់ពីថ្មទេហើយក៏រើសមិនចេះខ្ញុំគ្រាន់តែដឹងថាចៅចូលចិត្តខ្ញុំទិញហើយហេ បងពីរល្អមែនទែន ដូចគេដឹងស្រាប់តម្លៃថ្មឆៅកំណត់ឱកាសនិងតម្លៃនៃត្បូងដែលបើកបានកន្ត្រកថ្មខូចរបស់គេសរុបមកមិនទាន់មួយដុំរបស់បងខ្ញុំថ្លៃផងពេកឯងធៀបនឹងគេលោកម្ចាស់ទី2តកូលជុននេះលេងសាច់ហួហើយយកចាញ់ឈ្នះទៅឲ្យក្មេងដោះស្រាយមើលថ្មខូចនៅលើទឹកគាត់ទៅខ្លាចតែសំបីត្បូងថ្នាក់ទាបក៏បើកមិនបានដែរហា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 កុំលេងសាច់នេះខ្មាស់គេណាស់និយាយមិនចេះផង បងពីរកុំស្ដាប់គេថ្មទាំងនោះល្អណាស់មួយនេះហើយនឹងមួយនេះសុទ្ធតែជាត្បូងទឹកមួយ លោកម្ចាស់ទី2យករបស់ផ្សេងទៀតទេខ្ញុំជឿជាក់ចៅបើកមិនបានក៏អីទៅខ្ញុំគ្រាន់តែចង់ឲ្យចៅសប្បាយចិត្តអីចឹងចាប់ផ្ដើមប្រកួតហ្វូសៀនជឺគេមុនឬខ្ញុំមុនក្នុងនាមលោកឈិនមានទំនុកចិត្តម្លេះគេមុនចោះសូមចាប់ផ្ដើមបើកបានហើយមានទំនិញមែន ស្អាតណាស់ ទោះជាគ្រាន់តែត្បូងធម្មតាក៏ដោយតែវាយើងភាពល្អណាស់ថ្មថ្នាក់ខ្ពស់ចេញពិតជាឈីងឡើងមែនភ្នែកពិតជាពិសេសមែនត្រូវអីចឹងលោកហ្វូដល់វេនអ្នកហើយបើអ្នកចោះចាញ់ឥឡូវនេះក៏មិនអាម៉ាស់ដែរហាហាហាគ្រូសាឌូជុនយើងមិនដែលចោះចាញ់ទេប៉ាក់ឲ្យខ្ញុំអូ
ហុយថ្មធម្មតាមួយដុំហាលោកហ្វូអ៊ឺសំណាងអ្នកមិនល្អទេតារាតូចមិនដំណើរការទេហាឃើញថាលៀនគ្រួសារយើងទៅជាតារាតូចហាអរគុណតាមដែលគិតខ្ញុំនិយាយឲ្យថាគាត់បើកមិនបានអ្វីល្អទេខ្ញុំថាថ្ងៃនេះហ្វូមង្ឈូមុខជាអាម៉ាស់ហើយអាម៉ាស់មែនអាម៉ាស់ណាស់ចម្លែកខ្ញុំហ្វូសៀនផ្ទាល់ធ្វើមិនអាគមមិនបានជាថ្មធម្មតា បងធំថ្មនេះល្អណាស់លោកតាបើកខុសហើយកាត់មិនបានទេត្រូវវាបំបែកអុយ អញថាថ្មនឹងកាត់មិនបានត្រូវវាបំបែកមែនវាបំបែកឈួតខ្ញុំកាត់ថ្ម30ឆ្នាំហើយមិនដែលឮថាកាត់ថ្មត្រូវវាបំបែកទេស៊ូមឹងឈូបើអញបើកមិនបានក៏មិនជាអ្វីមិនឯងយកថ្មមកបញ្ចេញកំហឹងស៊ូមឹងឈូឯងថាមិនជាគ្រូចាស់ជំនាញតែបែរជាកូនមាតូចដែលមិនទាន់ដាច់ទឹកដោះនិយាយបែបនឹងចេញទៅមិនខ្លាចគេសាយទេ បងធំបងខំជឿសៀវគ្រូចាស់យ៉ាងម៉េចខ្ញុំជឿតែតារាតូចរបស់គ្រួសារឌូជុនយើងអាអីនេះអីគេអូយនេះជាថ្មយៈបៃតងអធិរាជអូនេះមិនមែនជាខៃនាងត្បូងពណ៌បៃតងកម្រិតខ្ពស់ដែលកំមនឹងជប់ខ្ញុំធ្លាប់ឃើញច្រើនឆ្នាំហើយត្បូងធំតូចខ្ញុំធ្លាប់ឃើញច្រើនខ្ញុំក៏អីចឹងភាពស្អាតបែបនឹងខ្ញុំមិនដែលឃើញសោះនេះអីនេះដើមទ្រូងខ្ញុំកាត់ឯងមើលខុសហើយខ្ញុំកាត់ថ្ម30ឆ្នាំមិនដែលមើលខុសទេមិនអាចទេរឿងនឹងមិនអាចទៅរួចទេហ្វូមឹងឈូឯងមានល្បិចអ្វីសំណាងល្អទេលោកតាឈៀនពាក្យមុននោះមិននិយាយបើចុះចាញ់ឥឡូវនេះក៏មិនអាម៉ាស់ដែរខ្ញុំនៅមានស្រាចាញ់ហើយក៏អាចឈ្នះបាននេះគ្រាន់តែឯងមានសំណាងបើកអ្នកដែលសល់ទាំងអស់ឲ្យខ្ញុំអាយ៉បើកមួយទៀតហើយអូយ60ចេញទៀតហើយពិតជាពូកែមែនអាយ៉នេះយូរពេកហើយអូយខ្ញុំទ្រាំលេងបានហាថ្មឆៅ10ដុំចេញត្បូង5ដុំទោះមួយដុំមិនស្មើដុំបៃតងនោះតែបូកសរុបតម្លៃវាខ្ពស់ជាងលោកតាឈៀនពិតជាមានទស្សនៈឆ្លៀសវៃមែននេះប្រកាសជាមានតារាតូចជួយការពារមុនហើយហាត្រូវហើយភ្លៀងត្បូងបែបហ្នឹងនេះមិនងាយជាងរកពណ៌បៃតងអធិរិតទេពិតជាសមនឹងឈ្មោះតារាតូចមែនសូមអរគុណអស់លោកហាអបអរសាទរមានលៀនជាតារាតូចខ្ញុំមិនអាចចាញ់ទេមុននោះច្បាស់ជាអចេតនាខ្ញុំមិនជឿថាឯងអាចបើកបានរបស់ល្អទៀតទេហ្វូមឹងឈូឯងបើកសល់ទាំងអស់មកបើតម្លៃសរុបមិនចាញ់បងប្រុសខ្ញុំឯងចាញ់ហើយតារាពៀតូចឈៀនព្រៀបនឹងខ្ញុំបងធំកុំខ្លាចយើងប្រកាសជាឈ្នះបានបើកមកឲ្យចំាំងតូចយន់10លើកណ្ដាប់ដៃបាទយន់10ចំទាំងអស់ចំអីអ្នកជាអីត្បូងបៃតងអធិរិត្បូងក្រហមត្បូងកណ្ដៀងទាំងអស់សុទ្ធតែកម្ពូទេខ្ញុំចាស់នឹងបើកបានត្បូងច្រើនម៉ងពិតជាសំណាងណាស់មែនហើយមិនក៏លោកពីរមិនដែលឃើញថ្មបែបនេះអ្នកស្រីតូចពូកែណាស់លើកនេះលុយទាហានរបស់លោកម្ចាស់កើនឡើងច្រើនអ្នកតូចចាក់មកទេអត់អាចទេហ្វុងមីងឈូនឹងតែវាប្រើល្បិចអ្វីនឹងវាងសំណាងតូចនៅនឹងដៃខ្ញុំច្បាស់មិនខ្ញុំទៅចាញ់អញ្ចឹងខ្ញុំមិនដឹងទេលោកម្ចាស់ឆ្លីងលើកនេះអ្នកចាញ់ហើយអញ្ចឹងជូជាតារាសំណាងតូចពិតប្រាកដនេះគឺ
ย้อน100យកវាបោះចោលឲ្យឆ្ងាយបំផុតគូស្នាមពីកំណើតឲ្យដូចគ្នានរណាឃើញរបស់ខាត់លុយបោះចោលភ្លាមអីចឹងក្មេងនោះមិនស្លាប់ហើយត្រូវផ្ទះលោកទាហានរើបានប៉ាំងស៊ីវខ្ចប់ថ្មអស់បាត់មិនបានមិនទាន់ឲ្យលុយផងថ្មទាំងនេះជារបស់យើងទាំងអស់លោកពីរឆ្លៀងភ្លេចខ្លួនហើយលោកម្ចាស់ហេងថាហើយថ្ងៃនេះចំណាយទាំងអស់គាត់ជាអ្នកចេញក្រោយកុំមកលេងជាមួយនឹងលោកជុលមន់ច្រើន នេះមិនត្រូវឲ្យគាត់មើលឃើញដាច់ខាតបើលីមើលដឹងថាខ្ញុំបដូររីកបុតចប់អស់ហើយនេះមិនមែនអារម្មណ៍ធ្លាប់ស្គាល់នោះគឺម៉ាក់ឆ្លីងខ្ញុំឃើញម៉ាក់ឆ្លីងហើយនឹងហើយនេះមិនមែនក្មេងតូចដែលកំពុងដេកកាលពីពេលនោះទេតូចគឺខ្ញុំតារាសំណាងតូចនេះគួរឲ្យស្រឡាញ់មែនអាយុប៉ុន្មានហើយចិត្តពេញ1ខែហើយស្មានតែដូចលៀនមកមីងអបសិនអូនខែកដាហេតុអីទៅមកលៀនរងចាំអស់ចិត្តហើយនៅផ្ទះមានរឿងនាំឲ្យយឺតពួកគាត់មកអ្នកមានភូមិពីរមកបើកថ្មឥតមានអីទេប្រញាប់ចេញទៅសំឡាញ់ខ្ញុំពុកម្ដាយសំណាងចាំយូរហើយយើងចូលទៅលីវាអាក្រក់ណាស់សត្វត្រឆាននិងអាពាលតូចចង់ផ្លាស់ប្ដូរស្នេហាខ្ញុំមិនចេះនិយាយចុះធ្វើម៉េចលោកពីរអ្នកស្រីសៅនេះជាប្រហែលឃ្លានហើយត្រឡប់ទៅវិញមិនបានទេ3វិនាទីមិនក៏អស់សុពលភាពហើយទេវតាប្រទានពរពន្លឺមាសការពាររាងកាយជូខំអស់ពីសមត្ថភាពសូមម៉ាក់មានសុវត្ថិភាពអើយកូនស្រីស្ដាប់បង្គាប់ហាទីបំផុតកូនមកដល់ហើយអើយឲ្យម៉ាក់មើលកូនឲ្យច្បាស់ស្រកហើយមើលកូនរៀបការមកក្នុងក្រុងនេះយូរហើយមិនមកលេងយើងផងក៏មិនមែនរវល់មើលលៀនឲ្យពួកអ្នកទេអើយនិយាយមកស្រីឈិនពិធីខែពេញរបស់លៀនធ្វើណែណាឲ្យរងយើងក៏ជាសមាគមពាណិជ្ជករធំបំផុតនៅភាគខាងត្បូងដល់ពេលនោះអ្នកដែលមកសុទ្ធតែជាអសរជនធំពិធីខែពេញចៅស្រីខ្ញុំមិនអាចឲ្យខាត់មុខឡើយឪពុកម៉ាក់កុំបារម្ភអីខ្ញុំរៀបចំគ្រប់យ៉ាងហើយ3ថ្ងៃទៀតនៅភោជនីយដ្ឋានវ៉ាន់ហ្វាញ់ក្នុងទីក្រុងអីយ៉ារបស់ទាំងអស់នេះប្អូនស្រីអញជាអ្នកបើកចេញមែនហើយម៉ាក់មិនបានឃើញទេមើលទៅពួកគ្រូសាឈិននោះមុខក្រញើអស់ហើយអស់នេះយកទៅលក់នៅផ្សារខ្មែរយ៉ាងហោចណាស់អាចដូរយកថ្លៃសាលាយោធាបានបើមើលទៅអីចឹងចៅពិតជាកូននាងសំណាងរបស់ផ្ទះយើងមែនចាន់ឈីងយានជន់ថ្មីយ៉ាបៃតងដុំនេះទុកជាកាដូថ្ងៃខួប1ខែឲ្យកូននាងសំណាងឪពុកម៉ាក់សប្បាយចិត្តចៅក៏សប្បាយចិត្តដែរគួរឲ្យអាសូរណាស់មីងឈីងមិនបានស្គាល់ចៅខ្ញុំបិនហ្វូស៊ីងសូមបន់ស្រន់សូមឲ្យមីងឈីងឆាប់ដឹងថាកូនហងតូចអប់អង្គនោះគឺខ្លាំងខ្លាយអូជីនធីង3ថ្ងៃទៀតគឺថ្ងៃខួប1ខែរបស់ចៅអញទៅចាត់ចែងនៅកន្លែងពិធីខួប1ខែរបស់ហ្វូស៊ីងតូចមិនអាចធ្វើប្រហែលបានទេខ្ញុំនឹងទៅកក់នៅភោជនីយដ្ឋានវ៉ាន់ហ្វាញ់ឥឡូវនេះខ្ញុំក៏ទៅដែរខ្ញុំចង់កក់ស្រាឲ្យចៅចាំរកមើលឲ្យទៅជាមួយឪពុកចៅការកក់នេះខ្ញុំប្រគល់ឲ្យឯងឪពុកទៅធ្វើកិច្ចការបន្តិចនឹងមកវិញឆាប់ឪពុកកុំបារម្ភធានាថានឹងបញ្ចប់កិច្ចការណាយករបស់នេះមកឲ្យខ្ញុំនេះមិនមែនលោកអនុបីរបស់គ្រូសាឌូជុនមែនទេលោកមកធ្វើអីដែរខ្ញុំមកកក់ស្រាខួប1ខែឲ្យប្អូនស្រីហេអត់បញ្ហាទេលោកចង់កក់ថ្ងៃណា3ថ្ងៃទៀតហាបានចាំមួយផ្លែតលោកខ្ញុំជាក្មេងលោកអនុបីតើអាចបដូរថ្ងៃបានទេហេតុអីព្រោះថ្ងៃ3ថ្ងៃទៀតសន្តាគារវ៉ាន់ហ្វៃត្រូវបានគ្រូសាឈិនយើងកក់ទាំងស្រុងហើយ
មិនក៏អញធ្វើអីចឹងច្បាស់ថាយើងបានដាក់ប្រាក់កក់មុនអីចឹងទៅចុះបងប្រុសខ្ញុំបានតាក់ទងគាត់មុនហើយភោជនីយដ្ឋានវ៉ាន់ហ្វៃរាប់ឆ្នាំហើយតែងតែអ្នកណាដាក់ប្រាក់កក់មុនគឺអ្នកនោះបាននេះហៅថាប្រកែកមិនសមហេតុផលសៀវយ៉ាខ្ញុំនៅអាចនិយាយបានច្រើនទៀតបើមិនបានវិញខ្ញុំនឹងសម្រេចជំនួសបងប្រុសខ្ញុំសួរថាតើអ្នកត្រូវការប៉ុន្មានគ្រូសាឌូជូអានយើងមិនដែលរៀបចំជាមួយអ្នកដទៃទេម្យ៉ាងទៀតចង់នៅជាមួយកូននាងសំណាងរបស់យើងឈិនចារបស់ឯងមិនសមទេអីឈិនចាមិនសម មនុស្សអាក្រក់លែងបងប្រុសខ្ញុំមក អេលោកអនុកុំអីហាហាហាហ៊ានធ្វើបាបអនុបីខ្ញុំបាត់ទៅពុះទីនេះ ប្រយ័ត្នអី យល់ព្រមហើយសូមអញ្ជើញអង្គុយសូមអង្គុយទូជូអានឈៀនហ្វេងខ្ញុំធ្វើបាបឯងមានបញ្ហាអីទេគ្មានបញ្ហាទេលោកឌឺជុនខ្ញុំលេងសើចជាមួយលោកអនុបីទេមនុស្សផ្ទះឌឺជុនយើងអាចមកលេងសើចដែរឬទេត្រូវហើយខ្ញុំខុសហើយខ្ញុំមិនគួរធ្វើរឿងនៅមុខលោកអនុបីទេខ្ញុំខុសហើយខ្ញុំគួរតែត្រូវវាយឈៀនហ្វេងឯងនៅតែដូចបងឯងដដែលចៅនៅចាំឪពុកបង្រៀនឯងទេឪពុកថាអាណិតខ្មាំងសត្រូវគឺធ្វើបាបខ្លួនឯងថ្ងៃនេះឪពុកនឹងបង្រៀនឯងម្ដងទៀតបើគេមិនធ្វើបាបយើងមិនធ្វើបាបគេបើគេធ្វើបាបយើងខ្ញុំពិតជាខុសឆ្គងខ្ញុំទៅឥឡូវហើយខ្ញុំឡើងទៅលើ អាពុកលុយមែន ហេសៅហានស៊ីងកៅនៅតែឆ្មើងឆ្មៃចាំមើលនឹងមានអ្វីល្អទៅក្រោកឡើងទៅក្លិននឹងអូមិនបានគាត់លូនចូលក្នុងធុងទឹកមែនហើយបងឈួតហើយធ្វើអីហ្នឹងខ្ញុំដឹងទេលឿនចិត្តចាញ់លុយ50,000 យ៉នហើយគាត់ប្រហែលជាតក់ស្លុតហើយប្រញាប់ទៅផ្ទះប្រាប់លោកធំថាលោកប្រុសទី2ឈួតហើយកុំឲ្យលោកប្រុសទី3ដឹងចុះយើងកក់ពិធីខួបពេញខែនៅតែត្រូវមិនបាច់ទេស្មោកគ្រប់ពេកចៅយើងទៅមិនមែន3ទេចៅហ្វាយតើយើងត្រូវយ៉ាធ្វើម៉េចបានទៀតឲ្យកន្លែងទៅខាងញាតិខាងស្រីមុខជំនួញយើងក៏ត្រូវតែធ្វើដែរអីយ៉ាចុះទៅ ប៉ាបើមិនកំណត់ពិធីខួបពេញខែឲ្យវ៉ាន់ហ្វុងនិងជូជូធ្វើម៉េច ជូជាផ្កាយសំណាងតូចរបស់រាជវង្សឌូចឹងធ្វើនៅក្នុងផ្ទះយើងចុះឲ្យមូលដ្ឋានរបស់ភោជនីយដ្ឋានគឺមិនមែនជាស្លាកព្យួរពីលើនោះទេ ចុះអ្វីវិញ គឺចុងភៅក្នុងផ្ទះបាយហើយហេទៅឥឡូវនេះគេពេញនិយមបែបបរទេសពីអង់គ្លេសនោះគេថាម៉េចហ្នឹង International ហើយហេរបស់អ្នកហួសសម័យហើយមានទៀតពិធីខួបពេញខែឆ្នាំនេះចៅហ្វាយបានប្រាប់ឲ្យស្ដាប់ខ្ញុំទាំងអស់ខ្ញុំប្រាប់អ្នកហើយហាកុំស្មានថារៀនជាមួយពួកបរទេសបានប៉ុន្មានថ្ងៃហើយគិតថាខ្លួនឯងជាចុងភៅធំហើយខ្ញុំប្រាប់អ្នកហើយហេចង់មិនឲ្យខ្ញុំស្ដាប់តាមអ្នកគ្មានផ្លូវទេខ្ញុំឈប់ហើយឈប់ហើយតែចៅហ្វាយថាឲ្យអ្នកស្ដាប់ខ្ញុំនឹងណាកុំខឹងអីនៅតែឆ្លោះគ្នាទៀតហើយលោកចាងអ្នកណាហ្នឹងឌូជឺមិនក៏មកខ្ញុំបានរើសហើយមកផ្ទះយើងឌូជីមកជួយធ្វើម្ហូបឲ្យពិធីខួបពេញខែកូនស្រីខ្ញុំជួយមួយលើកខ្ញុំនឹងឲ្យប្រាក់ខែទ្វេដងលោកឌូកុំនិយាយពីប្រាក់ខែទ្វេអីទោះមិនយកលុយក៏ខ្ញុំធ្វើនៅទីនេះខ្ញុំទ្រាំលេងបានហើយខ្ញុំនឹងមើលថាបើធៀបនឹងឡាវលីនេះអ្នកណាជាចុងភៅពិតហាយកព្រមចឹងមានលោកចាងហើយចាំបានអីយ៉ាខ្ញុំខុសហើយខ្ញុំមកយឺតខ្ញុំខុសហើយខ្ញុំខុសកុំនេះមានរឿងអីមិនមែនឲ្យទៅបងលុយកក់ទេមិនក៏ស្រាប់តែឈួតទៅវិញហើយគឺដោយសារតែពូឆេនធីងគាត់ម្ដងទៀតហើយធ្វើឲ្យប្អូនប្រុសខ្ញុំទី2ទៅជាយ៉ាងនេះហើយនឹងធ្វើពិធីខួបពេញខែថ្ងៃតែមួយជាមួយលៀនខ្ញុំត្រូវសងសឹកលោកធំតើលោកមានគម្រោងងាយមើលប៉ងខ្យល់9រៀបចំគ្រឿងផ្សំខួបពេញខែឲ្យរួចរាល់អ្វីដូចជាបាវយូគ្រឿងសមុទ្រហើយសាមប្រួយត្រីគេត្រូវការយ៉ាងប៉ុន្មានក៏ដោយគ្រូជាយើងអាចចំណាយបានទាំងអស់បាទលោកធំចាំបន្តិចយកសាច់មាន់ទាត្រីទាំងអស់ក្នុងទីក្រុងទិញឲ្យអស់រលីង
bà nẹ miên krương xong. Nhom mơ bị thi khúc bên khẹp te đu chuồn kề. Ta thưa mày tờ. ចៅអើឈីងហ្វុងមិនបានធ្វើបាបកូនទេ ខ្ញុំមិនអីទេ ប៉ាបានអញ្ជើញលោកចាំងមកប៉ាថាឲ្យធ្វើពិធីខួបពេញខែជូជូនៅក្នុងផ្ទះមួយកុំឲ្យប្អូនស្រីត្រូវខ្យល់ពីរដើម្បីបន្ថែមសំណាងដល់ភូមិឌូជូនល្អម៉ាក់ស្គាល់ស្នាដៃលោកចាំងច្បាស់ហើយកូនទៅរកជូនមីប្រាប់លោកចាំងពីគ្រឿងផ្សំដែលគាត់ត្រូវការចាខ្ញុំទៅឥឡូវនេះចៅកូនឯងចិត្តពេញខែហើយពិតជាតារាសំណាងតូចនៃគ្រួសារឌូយើងមែនតាំងពីយើងរើសបានចៅចិនធីងបានត្រឡប់មកដោយសុវត្ថិភាពចៅអែក៏អាចនិយាយបានហើយនាយកដ្ឋានមានក៏មិនបិទទៀតដែរឥឡូវនៅសល់តែបងប្រុសធំរបស់កូនហើយបើហើយយ៉ានមកតាន់ពិធីខួបពេញខែចៅគ្រួសារយើងទាំងមូលពិតជាបានជួបជុំគ្នាហើយមែនទេចៅនៅមានគឺទៀតកូនឯងមើលទៅតូចតែឆ្លាតមែនតែនបងប្រុសធំរបស់កូនឈ្មោះហ្វូហើយយ៉ានជាច្រើនឆ្នាំមុនបានចេញទៅធ្វើជំនួញហើយក៏គ្មានដំណឹងយូរឆ្នាំដែរម៉ាក់កុំយំអីមានហ្វូសេងតូចនៅទីនេះបងប្រុសធំប្រកាសជាត្រឡប់មកដោយសុវត្ថិភាពកូននេះកើតមកចេះញឹមស្រាប់អ្នកណាឃើញក៏សប្បាយចិត្តដែរ អ្នកស្រីអាក្រក់ហើយមានរឿងហើយ លោកចាងកុំប្រញាប់អីរឿងអី សាច់មាន់ទាត្រីនៅលើបញ្ជីខ្ញុំរត់ពេញក្រុងអស់លក់ហើយទាំងអស់ អ្វីមិនក៏អាចទៅម៉ាក់ប្រហែលជាមានអ្នកដឹងថាយើងនឹងធ្វើពិធីជប់លៀងទិញអស់ដោយចិត្តណាប្រឆាំងនឹងយើង រងចាំពីថ្ងៃទៀតខ្ញុំទៅទីក្រុងលីង មិនបានទេយើងបានផ្ញើបានអញ្ជើញអស់ហើយបើមិនអាចរៀបចំទាន់ពេលមុខរបស់ឌូជូនហ្វូនឹងបាត់បង់អស់ហើយម៉ាក់នឹងបងប្រុសមកក្រៀមក្រុមអីចឹងឥឡូវនេះសំខាន់បំផុតគឺត្រូវទៅរកគ្រឿងទេសផ្សេងតែរកទិញនៅផ្សារមិនបានទៅរកពួកកសិករទិញតាមផ្ទះផងអីចឹងឯងម៉ាក់វាគ្រាន់តែជារឿងតូចព្រះពោពីចៅធ្វើឲ្យស្រូវពេញឃ្លាំងអីចឹងអ្នកស្រីឆាប់ទៅមើលស្រះនៅមាត់ទ្វារក្រុងទៅត្រីច្រើនម្លេះអីត្រីច្រើនម្លេះជន់មីនេះមិនមែនជាស្រះត្រីទេត្រីច្រើននេះមកពីណាល្អណាស់ធំម្លេះលោកជំទាវសំណាងធំនេះមកដល់ទៅបញ្ជីមុខម្ហូបមានមុខត្រីចំហុយមួយមុខមែនទេអីយ៉ានៅមានទៀតមានមួយបាច់ទៀតហើយច្រើនម្លេះហានេះវាមិនគួរឲ្យត្រីទាំងនេះមានខ្មោចចូលឬមិនក៏នាំគ្នារត់ចូលឆ្នាំងបាយអីចឹងចូលស្ងៀមធ្វើអីឆាប់ទៅចាប់ត្រីទៅបានប្រយ័ត្នផងធំអីហ្នឹងនេះក៏មានធំអត់នៅនេះក៏មានអីខាងនេះទៀតវ៉ាច្រើនម្លេះអីយ៉ានេះចាញ់ក្រៅមែនទេនេះរបស់ជំនួយដើម្បីបង្កើនភាពជឿជាក់ឲ្យនៅនេះណែ UV ឈូប្រែបងអាត់ Skin Care ប្រើលេបនៅលើស្បែកមុខជាប្រចាំធ្វើឲ្យស្បែកមុខសភ្លឺថ្លាដូចកញ្ចក់សាច់ UV រលោង smooth ម៉ត់ខៃលាបចូលមុខអស់មិនប្រតាមិនស្អិតមិនកកទោះបាញ់ញ៉ាំឬត្រូវទឹកក៏គ្មានបញ្ហារលាត់ឬហៀចេញមកក្រៅវិញដែរជាពិសេសវាមាន SPF 50+4 ដែលជួយការពារពន្លឺព្រះអាទិត្យធូលីដីផ្សែងឡាននិងកម្ទេចកម្ទីដែលបង្កបញ្ហាដល់ស្បែកមុខកាន់តែប្រើកាន់តែស្រស់ស្អាតកាន់តែប្រើកាន់តែជឿជាក់ UV ឈូប្រែបង្អាត Skin Care មួយទី$8តែពេលទីតម្លៃ$15 free សេវាដឹកជូនសម្រាប់ការបញ្ជាទិញអាចឆាតចូល page ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើនេះធំមែនតែនច្រើនម្លេះល្អណាស់នេះក៏យកទៅធ្វើម្ហូបដាក់បានចិត្តគ្រប់ហើយគ្រប់សម្រាប់យើងប្រើក្នុងពិធីហើយល្អអញ្ចឹងយើងត្រឡប់ទៅឥឡូវចុះបានអីយ៉ាមានរឿងអីសម្រាប់ធ្វើម្ហូបនៅមានក្តាមបៃតងមួយទៀតបើយកទៅធ្វើក្តាមស្រវឹងម្ហូបពិសេសមែនតែននេះមកពីណាមកមើលនេះក៏មានចូលមកទៀតព្រះជាម្ចាស់ឲ្យនេះជាយ៉ាងម៉េចចូលស្ងៀមធ្វើអីឆាប់ចាប់វាចាប់ឡើងឆាប់ចាប់បាក់ឲ្យក្តាមខ្ញុំមួយពិធីពេញខែកូនជ្រូកសង្គោះបានហើយមែនហើយបើមានមន់នឹងទៀតថែមល្អណាស់ឆ្ងាញ់ណាស់យើងជន់ឲ្យចិនធីងយើងជន់មើលចោះនេះអីស្ទីលអីហ្នឹងឈប់និយាយប្រញាប់មកផ្ទះជួយវាំងឧត្តមយើងត្រូវមន់ទីរុករៀនអស់ហើយយើងជន់សៀវអើមើលនេះមន់ច្រើនណាស់មន់នឹងច្រើនណាស់ខាងនេះនៅមានទៀតទីច្រើនម៉ងអូនេះអូយចិនធានទីច្រើនម្លេះពីណាមកខ្ញុំក៏មិនដឹងដែរពេលខ្ញុំចេញពីផ្ទះក៏ឃើញទីច្រើនណាស់វាដើរតាមគ្នាចូលក្នុងវាំងអ្នកឆាងទី8បាអូថតក្បាលយ៉ាងនឹងសំល្អមែនបាក់មើលលើមេឃមន់ធ្លាក់ពីលើមេឃរឿងអីហ្នឹងមន់ងាប់ហើយ
មន់ច្រើនម្លេះចេញដំណើរមើលទៅបាន30-40ក្បាលរហ័សហើយអ្នកបម្រើមកចាប់វាឲ្យអស់បាត់ប្រញាប់ចាប់ប្រញាប់ ល្អណាស់ ហាកុំរត់ខ្ញុំដឹងថាក្រោយវាំងនេះមានភ្នំប៉ុន្តែមិនគិតថាមានយន្តហោះច្រើនម្លេះទេ អើដូចទៅផ្សារអីចឹងពិធីខួប1 ខែកូនស្រីតូចយើងមានមន់ទាក្តាមគ្រប់ហើយតែខ្វះត្រី ញ៉ាំងអាបាឡូនធម្មតាទៅទិញនៅហាងបរទេស ប៉ុន្តែថ្ងៃនេះខ្ញុំដើររកពេញក្រុងឃើញថាអស់ទាំងអស់ មិនអីទេបើគ្មានក៏បដូរមុខផ្សេងទៅសង្គ្រាមនៅជួរមុខកំពុងតានតឹងយើងមិនត្រូវចាយវាខ្ជិះខ្ជីទេសន្សំសំចៃទៅក៏ល្អដែរ អាយ៉ែនជុននិយាយត្រូវតែបើអីចឹងពិធីកូនតូចមុខជាសាមញ្ញពេកខ្ញុំគិតថាចៅមិនថាវាយទេមែនទេមែនចៅឯងសុកចិត្តទាំងអស់ អញ្ចឹងយើងបដូរជាមុខអីបដូរមិនបានទេបដូរមិនបានទេបងធំបើពិធីនៅវងឧត្តមយើងសាមញ្ញគេនឹងសើចចំអក ហើយយ៉ានកូនត្រឡប់មកហើយ ប៉ាម៉ាក់ខ្ញុំត្រឡប់មកហើយកូនប្រុសល្អប៉ាដឹងថាកូននឹងត្រឡប់មកហើយយ៉ានកូនត្រឡប់មកហើយ ចៅប្រុសជើងកូននឹងមិនកើត ជើងខ្ញុំខ្វិចច្រើនឆ្នាំហើយមិនអីទេយាយប្អូនប្រុសទី3ខ្ពស់ម្លេះហើយនេះប្អូនស្រីខ្ញុំចៅមែនទេ អើចៅកូនជំរាបសួរបងធំទៅបងធំសួស្ដីខ្ញុំឈ្មោះចៅគួរស្រឡាញ់ណាស់ នឹកឃើញហើយហើយយ៉ាងឯងនិយាយថាមិនឲ្យបដូរមុខត្រូវយើងមិនបដូរមុខទេវាំងឧត្តមយើងពិធីខួប1 ខែត្រូវមានរចនាបថ តែនៅស្រុកយើងរកទិញមិនបានហើយយ៉ាននេះអី បងធំរបស់នឹងពីណាមកនិយាយទៅដូចស្រួលពេលខ្ញុំត្រឡប់មកប្រទេសឃើញឡានដឹកទំនិញខូចម្ចាស់ខ្លាចក្តីប្អូនរបស់អនក៏យកទាំងអស់នេះលក់ឲ្យខ្ញុំត្រឹម1/10ថ្លៃលោកម្ចាស់ធំលោកពិតជាមានសំណាងខ្ញុំក៏មិនដឹងដែររយៈពេលប៉ុន្មានឆ្នាំនៅខាងក្រៅតែងតែប៉ះទង្គិចប៉ុន្តែលើកនេះត្រឡប់មកផ្ទះវិញស្រួលដូចគេទំនងខ្ញុំថាលើកនេះសំណាងល្អនៅតែដោយសារកូនជោហើយស្ងាត់ទៅអញ្ចឹងចាត់ទុកជាកាដូខ្ញុំសម្រាប់ពិធីខួប1 ខែរបស់ជោឥឡូវរបស់សម្រាប់ពិធីខួបជោគ្រប់ហើយពួកឯង3នាក់ទៅទិញកាំជ្រួចនឹងគុំឯណាយប់ស្អែកយើងនឹងជប់លៀងឲ្យសប្បាយចាស់ទៅចោះទៅមកតាមបង វ៉ាអបអសាតូអបអសាតូ អបអសាតូខឹងអីអស់លោកថ្ងៃនេះជាពិធីខួប1 ខែរបស់លៀនអរគុណដែលបានមកចូលរួមលោកតាឈិនមិនបាច់គួរសំពេចទេការអញ្ជើញរបស់សមាគមពាណិជ្ជកម្មរាន់ទោះយើងរវល់យ៉ាងណាក៏ត្រូវឲ្យមុខឲ្យដាច់ដែរហាមែនហ្នឹងឬលោកប្រធានរាន់ថាក្មេងស្រីនេះជាតារាសំណាងធ្លាក់ពីលើមេឃយើងក៏មកយករកសំណាងដែរហាអស់លោកថ្ងៃនេះស្រវឹងតតែឈប់ចាសហាអាឈីងឲ្យដាក់ម្ហូបមកមែនដាក់ម្ហូបមកលោកប្រុសនៅខាងនោះយ៉ាងម៉េចហើយខ្ញុំមើលហើយខាងវិមានអភិបាលយោធាគ្មានភ្ញៀវម្នាក់ទេហេភូចិនធានហ៊ានប្រឆាំងនឹងខ្ញុំនេះហើយជាលទ្ធផលនៃការទទួលទោសគ្រោះមហន្តរាយពីខ្ញុំប៉ាជាពួកគេពិតជាហួសហេតុពេកហើយទទួលការអញ្ជើញរបស់វិមានអភិបាលយើងតែម្ដងបែរជាទៅភោជនីយដ្ឋានវ៉ាន់ហ្វុងវិញអ៊ីយ៉ាខាត់ម្ហូបមួយទល់ល្អអស់ហើយរឿងនេះក៏មិនអាចបន្ទោសពួកគេទាំងស្រុងដែរសមាគមពាណិជ្ជកម្មរាន់ជាសមាគមធំជាងគេនៅភាគខាងត្បូងពិធីខួប1 ខែចៅស្រីរបស់គ្រួសាររាន់អ្នកណាអាចមិនទៅមិនអីទេយ៉ាងនេះក៏ល្អដែរស្ងាត់គ្រួសារនៅជុំគ្នាចាត់ទុកជាពិធីជប់លៀងគ្រួសាររបស់ខ្ញុំឌូចុនហ្វូ ម៉ាក់និយាយត្រូវហើយពួកគេមិនមកពិធីខួបជោយើងធ្វើខ្លួនយើងឲ្យល្អសម្រាប់គាត់
មែនអត់ចាស ម៉ាក់យាយអញ្ចឹងយើងទាំងអស់គ្នាជូនពរឲ្យចូលមានសុខភាពល្អអញ្ចឹងខ្ញុំសូមជូនពរប្អូនស្រីកាន់តែធំកាន់តែស្អាត ខ្ញុំសូមជូនពរចូលឲ្យសប្បាយរាល់ថ្ងៃហាក្មេងប្រុសក្លិនស្អុយទាំងឡាយពួកឯងនិយាយអស់ហើយប៉ាថាម៉េចចំណែកប៉ាវិញប៉ាគ្រាន់តែសង្ឃឹមថាចូលក្នុងជាតិនេះសុខសុភាព លោកស្រីកុំបារម្ភអីចូលឲ្យជាតារាសំណាងតូចរបស់វិមានអភិបាលយើងអរគុណសម្រាប់ពរជ័យទាំងអស់តារាសំណាងនេះក៏សូមជូនពរវិមានអភិបាលឲ្យបានរលូនផលដំណាំបរិបូរណ៍ទូជនមកជួយបន្តិចមក មិនមានអ្នកបង្ករឿងអត់ទេនៅមាត់ទ្វារសុទ្ធតែភ្ញៀវមកចូលរួមពិធីខួបកំណើតអ្នកនាងតូចចង្អៀតស្ទើរមិនចុះហើយអបអសាទរ អបអសាទរ 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 អបអសាទរអបអសាទរ អបអសាទរអបអសាទរអបអសា អបអសាទរ អស់លោកយប់នេះអាចមកវិមានអភិបាលបានគឺជាកិត្តិយសវិមានអភិបាលភ្លឺចិញ្ចែងសូមអញ្ជើញអង្គុយចាសមកអង្គុយនេះអ្នកអង្គុយនេះទៅនេះរឿងអីឲ្យប្រកាសមិនមែនទៅភោជនីយដ្ឋានវ៉ាន់ហ្វុងអស់ហើយ គឺភោជនីយដ្ឋានវ៉ាន់ហ្វុងមានបញ្ហា អ៊ីយ៉ាឃ្លានហើយមិនទាន់ដាក់ម្ហូបទៀតមិនយប់ម្លេះពោះក្រវីរកស៊ីហើយលោកតាឈីនកន្លះម៉ោងហើយរបៀបទទួលភ្ញៀវបែបនេះពេលណាឡើងម្ហូបមែននឹងយើងបានឲ្យមុខលោករដ្ឋមន្ត្រីរនបានបដិសេធកាត់អញ្ជើញពីវិមានអភិបាលទៀតហើយនេះជារបៀបទទួលភ្ញៀវរបស់អ្នកប្រយ័ត្នអស់លោកអស់អ្នកសូមអត់ធ្មត់បន្តិចខ្ញុំទៅខាងផ្ទះបាយឲ្យគេប្រញាប់លឿនទៅមានរឿងអីមិនទាន់ចេញម្ហូបអញ្ចឹងមកដល់ហើយសូមទៅមើលបន្តិចមកមានរឿងអីទៀតខ្ញុំប្រាប់ឲ្យរៀបចំគ្រឿងម្ហូបម៉េចយប់នេះបានតែប៉ុណ្ណឹងខ្ញុំឲ្យលុយច្រើននឹងយកតែ1ម៉ាខូចមកបបលោកគ្រូលីឲ្យនិយាយរហ័សមកលោកឈៀងនេះសុទ្ធតែខ្ញុំទៅរើសដោយខ្លួនឯងពីព្រឹកព្រលឹមរបស់នៅលើទេទុកតែមួយផ្លែតសោះក៏ខូចលោកណែលោកឈៀងលោកលីវហ៊ុងសាងមិនទាន់ចេញម្ហូបទេខ្ញុំចេញហើយណាមិនបានទេថ្ងៃនេះបើមិនចេញម្ហូបគ្រូសាយើងនៅក្រុងនេះអស់មុខហើយលោកធ្វើម្ហូបប៊ូប៉ុន្មានមុខសិនទៅម្ហូបនៅសល់ខ្ញុំទៅរកទិញពីកន្លែងឯទៀតមានតែធ្វើអញ្ចឹងហើយខ្ញុំប្រញាប់យកម្ហូបទៅអស់នឹងប្រញាប់បន្តិចញាប់នេះស្បៃតូចនេះខ្ញុំភ្លក់មើលប្រហែលក្នុងនឹងប្រហែលជាមានអ្វីប្លែកស៊ីមិនបានអ្នកណាធ្វើនឹងប្រធានចុងភៅគឺលោកគ្រូលីពីវ៉ាន់ហ្វឹងម្ហូបនេះគាត់រៀនពីបរទេសមកសម្រាប់អ្វីឡើងនេះស៊ីមិនបានសោះទ្រាំម្ហូបមុនដំបូងមើលទៅមុខក្រោយវិញប្រហែលល្អនឹងហើយលោកឈីងយើងនៅកន្លែងឯទៀតក៏ជាអ្នកមានមុខមាត់ដែរបើមិនមើលមុខលោកប្រធានយន់ថ្ងៃនេះយើងមិនគួរមកទេកុំប្រញាប់កុំប្រហុកធំនឹងចេញឆាប់ហើយឆាប់នេះថាម៉េចនិយាយម្ដងទៀតមកលោកខ្ញុំមើលគ្រប់កន្លែងហើយរកទិញអត់បានសោះមិនត្រឹមតែផ្ទះបាយទល់មុខបិទសូម្បីផ្ទះបាយតាមផ្លូវជុំវិញក៏បិទអស់ឥឡូវទៅទិញគ្រឿងម្ហូបតនអេលោកភ្លេចហើយគ្រឿងម្ហូបនៅក្រុងនឹងលោកទិញមកអស់ស្លាប់ហើយធ្វើមិនទៅចម្លែកមែនពេលនេះគ្រូសាខ្ញុំធ្វើអីក៏មិនជោគជ័យវាសនាអាក្រក់មែននិយាយមិនថាអាក្រក់នាងគឺជាតារាសំណាងពីស្ថានសួគ៌គាត់នឹងនាំខ្ញុំនិងគ្រូសាឈីងយើងរកស៊ីបានធំធាត់មានសម្បូរមានមិនក៏មានអកុសលអញ្ចឹងលោកឈីងលោកយ៉ាងហ៊ូចាងសៅនាងឯងនឹងនឹងហើយនឹងបាយមិនស៊ី
ទៅហើយមកហើយថាទទួលភ្ញៀវបែបហ្នឹងយីអ្នកជាមនុស្សសាហាវយើងមកជូនអំណោយអបអរសាទរទេថ្ងៃនេះខ្ញុំធ្វើខុសហើយដែរមកក្រុមចាក់យើងនឹងផ្ដាច់កិច្ចសហការជាមួយគ្រួសារឈីងលោកវាងបងហ៊ឺទៅណាទៅអត់លោកទាំងពីរថ្ងៃនេះគឺខ្ញុំឈីងដែលទទួលមិនល្អរឿងមានដើមហេតុរងចាំបន្តិចទៀតមហូបនឹងចេញឆាប់ចាំទៀតអស់គ្នាងាប់បាយងាប់ទឹកហើយទៅវិមានឌូជុនទៅនៅនឹងមានស្រាទៀតផងទៅអស់លោកគាត់គោរពខ្ញុំមានប្រយោជន៍អីទៅណាក៏ស្បៃនឹងដឡើងដដែលនាំតែជឿខ្លួនមិនមែនល្អផងឲ្យខ្ញុំហូបអីហ្នឹងនេះឯងឃើញអត់វិមានខាងកើតធំអស់ចាណាស់មហូបក្តៅ8មុខមហូបត្រជាក់7មុខពោសមុទ្រត្រសក់សមុទ្រស្រេចត្រីសម្បុកបាសីខ្ញុំទើបតែដើរកាត់មុខទ្វារស្ទើរតែឲ្យខ្ញុំឈួតឃ្លានហើយនរណាថាមិនពិត លោកស្រីនៃវិមានឌូជុនចិត្តគាត់ឲ្យសុទ្ធក្រហម3គ្រាប់ទៀតផ គាត់ ង ឲ្យគេប្រំហើយហាមិនអាចទេគេបានគ្រឿងទេសមកពីណាវិមានឌូជុនធំធនណាស់អញគ្រូសាជាងធៀបនឹងគេមិនកើតទៅយើងទៅអីអស់លោកយកមកផ្សំអញលុតជង្គង់ឥឡូវមើលអំពើអញទៅពិសាខូប1ខែអីចាក់ចោលអញនេះមនុស្សអត់ប្រយោជន៍រៀបចំបុណ្យខូប1ខែក៏មិនបានខ្ញុំទុកឯងមានប្រយោជន៍អីទៀតប៉ានេះកុំបន្ទោសខ្ញុំកុំហៅខ្ញុំថាប៉ាគ្មានកូនប្រុសថ្លៃដូចឯងទេខ្ញុំមិនគួរឲ្យញាតិគេហឹងប៉ាអេឈីងយ៉នបងទៅសុំលុយប៉ាអូនពិតជាមិនមានចិត្តណាទេធម្មតាប៉ាខ្ញុំល្អបំផុតថ្ងៃនេះបែបហ្នឹងឲ្យគាត់ចូលមកនិយាយមិនកើត អេជីងជីមិនអីទេឲ្យតែលៀនតារាសំណាងតូចនេះនៅខ្ញុំនឹងមានឱកាសងើបវិញត្រីនេះធ្វើម៉េចញ៉ាំតាមស្រេចមានម្ហូបច្រើនណាស់ហាស៊ីឲ្យឆ្ងាញ់ផឹកឲ្យសប្បាយមានម្ហូបច្រើនញ៉ាំច្រើនលោកស៊ូជុនលោកមិនដឹងទេពួកយើងនៅភោជនីយដ្ឋានវ៉ាន់ហុងស្ទើរតែញាប់បាយមានតែបន្លែផងដឡើងផងគិតថាឲ្យចំណីជ្រូកទៅហើយឯងមិនដឹងទេខ្ញុំបានទៅផ្ទះបាយក្រោយនៅក្នុងនោះសុទ្ធតែត្រីស្អុយបង្គាលួយមិនគិតថាយើងជាមនុស្សសោះហាច្បាស់ជាសញ្ញាសែថ្មងហ៊ានបោះបង់តារាសំណាងនេះឥឡូវនេះរងកម្មហើយអស់លោកដែលបានអញ្ជើញមកខ្ញុំសូមអរគុណយើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចាស់លោកបានមកឡានជូសប្បាយចិត្តណាស់ អស់លោកយប់នេះអស់គ្នាស៊ីឲ្យឆ្ងាញ់ផឹកឲ្យសប្បាយយើងមិនស្រវឹងមិនទៅវិញទេបានយើងមិនទៅវិញទេជាយឺរឿងបុណ្យខួប1ខែខ្ញុំរៀបចំមិនបានល្អ ទទួលយកដើម្បីកូនស្រីយើង លើកនេះខ្ញុំមិនយករឿងទេតែបើមានលើកក្រោយ ខ្ញុំនឹងនាំលៀនចាក់ចេញពីទីក្រុងបុរាណ កុំបារម្ភដើម្បីលៀនខ្ញុំសន្យាមិនឲ្យអូនខកចិត្តទេបានទេបានសម្រាប់ទៅអាកុំយំកូនល្អអ្នកនាងផឹកស៊ុបណាអ្នកនាងខ្ញុំមិនមែនចិត្តណាទេមិនអីទេខ្ញុំនឹងលាក់ទៅយកកន្សែងមកឲ្យលឿនអ្នកនាងសៅម៉ូពេលខ្ញុំសម្រាលកូនប៉ុន្មានថ្ងៃនោះក្រៅពីឈ្មោកមានអ្នកណាប៉ះលៀនទៀតទេក្រៅពីឈ្មោកនឹងពេទ្យមានតែទីយាយប៉ុណ្ណោះនៅម៉េចស្នាមពីកំណើតអាចជូតចេញបានទេអ្នកនាងកុំនិយាយលេងស្នាមពីកំណើតគឺមកតាំងពីម៉េចក៏លុបចេញបានទៅកញ្ញាម៉េចក៏អាចស្នាមពីកំណើតអ្នកនាងតូចបាត់ទៅហើយថ្ងៃដែលខ្ញុំសម្រាលកូនលោកប្រុសគាត់មានអ្វីប្លែកទេគ្មានអីប្លែកទេកាលណាធម្មតាកាន់តែមានបញ្ហាកញ្ញាអ្នកចង់និយាយថា
បើខ្ញុំទីត្រូវលីនមិនមែនកូនខ្ញុំទេអ្នកចង់និយាយថាលីនមិនមែនកូនស្រីបង្កើតរបស់អ្នកមែនទេមើលពីអាកប្បកិរិយាសត្វសាហាវហ្នឹងលីនគឺពិតជាកូនបង្កើតរបស់គាត់មែនតែកូនស្រីខ្ញុំមានស្នាមផ្កាឈូកមិនអាចលុបចេញបានឡើយអញ្ចឹងមានតែរឿងមួយនេះជាកូនសាហាវជាមួយស្រីផ្សេងអីកញ្ញាអ្នកចង់និយាយថាលោកយានយកកូនស្រីរបស់នាងទុកក្រុមមកឲ្យអ្នកត្រូវហើយសត្វសាហាវហ្នឹងខ្ញុំបានលើកគាត់ពីអ្នកវាយតបនៅកំពង់ផែឲ្យខ្លាចជាមេតបលេខ1ក្នុងក្រុងវាក៏ហ៊ានធ្វើអាក្រក់បែបនេះតែហេតុអ្វីលោកយានធ្វើដូច្នេះហេតុអ្វីកូនស្រីបង្កើតរបស់វាមិនអាចយកអ្វីពីត្រកូលខ្ញុំបានវាក៏គិតគ្រប់មធ្យោបាយឲ្យកូនស្រីវាមកយកជំនួសអញ្ចឹងអ្នកនាងតូចពិតប្រាកដនៅឯណាវាអាចបដូរកូនស្រីខ្ញុំបានច្បាស់ជាមិនឲ្យនាងរស់ទេសៀវឈៀនសៀវមកកូនស្រីខ្ញុំនៅឯណាសៀវឈៀនកុំភ័យនឹងអ្នកនាងតូចច្បាស់ជាមិនអីទេព្រោះនាងក៏ជាកូនស្រីបង្កើតរបស់លោកប្រុសដែរសត្វសាហាវនឹងវាចិត្តដែកណាស់ទោះបីកូនស្រីខ្ញុំនៅរស់វាក៏នឹងលាក់នាងដែរសម្រាប់ប្រើជាឧបករណ៍គំរាមថ្ងៃក្រោយអញ្ចឹងយើងត្រូវធ្វើម៉េចទៀតកុំឲ្យគេដឹងជាមុនយើងធ្វើថាមិនដឹងអីចាប់ពីថ្ងៃនេះឯងជួយមើលឲ្យល្អទោះគាត់ទៅណាត្រូវរាយការណ៍ឲ្យខ្ញុំដឹងចុះលៀនវិញមិនថាយ៉ាងណាគ្មានកំហុសទេបង្កប់ឲ្យមេដោះមើលថែលៀនឲ្យល្អអូសង្ឃឹមថាកូនស្រីបង្កើតខ្ញុំក៏សុខសប្បាយចេញធីងទៅជួមុខចៅទៅសាលាមិនជួទៅជាងអ៊ូតាំងកូនឯងទៅណាទៀតហើយមិនក៏នៅស្ងៀមមិនបានអូនទៅភូផាងទៅកំងក្រណាត់ថ្មីឲ្យចៅធំហើយត្រូវការសម្លៀកបំពាក់ថ្មីមែនទេចៅហឺមែនបងប្រុសគឺល្អណាស់កូនក្មេងតូចប៉ុណ្ណឹងមិនចេះនិយាយអូនចេះនិយាយទេណាមើលចុះវាមិនសុខចិត្តទេចៅឆ្លាតម្លេះប្រហែលជាកន្លះឆ្នាំនិយាយបាន1ឆ្នាំរត់បានហើយអញ្ចឹងសុំខ្ចីពាក្យល្អបងអូត្រូវហើយអំបាលើផ្លូវមានប្រុសម្នាក់ឲ្យខ្ញុំឃើញគាត់គួរឲ្យអាសូរក៏ទិញអ្នកអីក៏ចិត្តល្អម្លេះឆ្នោតលេខ 85712 គេថារង្វាន់ទី1មាន 50000 យន់បើត្រូវប៉ានៅជួរមុខក៏បានធូរស្រាលអ្នកនឹងគិតតែរឿងល្អខ្ញុំថាឯងរៀបការឲ្យបានឆាប់ទៅនឹងជារឿងសំខាន់បំផុតរបស់វាងចៅវាយយើងខ្ញុំជាមនុស្សខ្វិនមិនទៅធ្វើបាបគេទេមានចៅយើងគ្រប់គ្រាន់ហើយមិនបានទេបងប្រុសត្រូវយកប្រពន្ធចៅកំពុងចាំមើលអូនស្រីតូចស្រឡាញ់បងចៅសី 85712 ចុះចាញ់ 50000 យន់50000 យន់ជាវស៊ឺ 8571 ហើយយ៉ានអ្នកឈ្នះរង្វាន់ហើយម៉ាក់ឈ្នះមែនខ្ញុំទៅដូររង្វាន់ហើយយ៉ានភ្លេចយកឈើច្រត់មិនមែនខ្ញុំទៀតទេខ្ញុំស្ទើរតែភ្លេចជើងខ្ញុំនេះម៉ាក់នឹងទៅហើយម៉ាក់មិនឈប់ទេអាម៉ៅពិតជាមិនឈប់ទេអាម៉ៅមិនឈប់ទេពិតជាមិនឈប់ទេជើងម៉ាក់ជាសះស្បើយហើយអាម៉ៅឯងថាម៉េចប្រហែលជាជូធ្វើហើយកូនល្ងងជូតូចណាស់មិនទៅធ្វើបានតែខ្ញុំយល់ថាជូមិនធម្មតាទេហឹងច្បាស់ហើយជូជាកូនព្រេងតូចអូម៉ាក់ជើងខ្ញុំជាហើយតោះទៅដល់លេងផ្សារចាស់ត្រូវដែរយករបស់ឆ្ងាញ់ឲ្យកូនព្រេងតូចយើងអ្នកចាំយាមមកទ្វារលោកតាមមកដល់ហើយលោកម្ចាស់អ្នកមកដល់ហើយលៀនមិនបានមកជាមួយអ្នកទេពិធីខួប1 ខែមុនធ្វើឲ្យខ្ញុំអាម៉ាស់មែនទែនរៀនឈីងយូឥឡូវប្រព្រឹត្តចំពោះខ្ញុំយ៉ាងត្រជាក់ឥឡូវនេះសំបីតែកូនក៏មិនឲ្យខ្ញុំប៉ះផងមិនក៏អញ្ចឹងអត់បានទេលៀនគឺជាកូនស្រីយើងមិនក៏ត្រូវនៅជាមួយមេកំណាចនោះរាល់ថ្ងៃហើយម៉េចដោយសារគាត់ជាអ្នកស្នងរត់តែម្នាក់គត់នៃសម្ព័ន្ធរៀនលុយមិនបានខ្ញុំគ្មានសិទ្ធិឆ្លុះជាមួយគាត់ទេតែខ្ញុំនៅតែក្នុងគេហដ្ឋាននេះរាល់ថ្ងៃអផ្សុកណាស់អួយចាំអត់ធ្មត់ទៀតសិនអង្គត្រីបានតាក់ទងខ្ញុំហើយថាមានរឿងធំថ្មីកាលណាកិច្ចការសម្រេចអ្នកទៅណាក៏បាន
មែនអញ្ចឹងពេលនោះអ្នកត្រូវនៅជាមួយខ្ញុំច្រើន ច្បាស់ហើយ មែនអញ្ចឹងអ្នកត្រូវមកលេងខ្ញុំឲ្យច្រើន បាទខ្ញុំនឹងមកលេងអ្នកហើយខ្ញុំទៅហើយ ពិតជាដូចអ្នកស្រីបានទីមែនឈិនជាផ្ទះដូនតាប្រកាសថាជាអ្នកស្រីខ្ញុំឃើញច្បាស់មិនបានដកចេញភ្លាមខ្ញុំនឹងមើលថាស្រីនោះជានរណា អ្នកស្រីគ្មាននរណាទេប្រហែលជាគេដឹងជាមុនថាយើងនឹងមករត់បាត់ទៅហើយប្រហែលយើងដឹងពេលក្មេងដូររង្វាន់ចប់គេប្រហែលមិនដឹងទេកំពុងចាំអញ្ចឹងយើងគួរធ្វើម៉េចឥឡូវតោះទៅវិញសិនរកឱកាសទៀតម៉ាក់ឈិនអានហើយយ៉ានទៅមើលទីដៅរថយន្តគ្រួសារឈិនបាត់គ្រួសារឈិនអូម៉ាក់ហានសើព្រឿងពិធីខួប1 ខែមុនឲ្យច្បាស់ទិញអស់គ្រឿងម្ហូបអ្នកដែលដាក់កំហុសវិមានតបយើងគឺដោយដៃគេផ្ទាល់កុសលបាបនឹងបានផលគាត់បានធ្វើអំពើអាក្រក់គ្រប់យ៉ាងនិងបំផ្លាញខ្លួនឯង យើងទុកគាត់ឲ្យរួចបែបនេះខ្ញុំហៅមនុស្សវីគាត់មួយជុំដើម្បីបង្ហូរកំហឹងជំនួសវិមានយើងច្បាស់ហើយ ហើយយ៉ានមិនបាច់អូនធ្វើដៃទេខ្ញុំមានវិធីល្អជាងអ្នកស្រីឆាប់ចេញទៅមើលខាងក្រៅឡានឌូជួនហ្វូចនៅក្រៅរបងគេបោះស្រីម្នាក់ពីលើចុះមកស្រីម្នាក់អ្នកឯងជាកូនច្បងរបស់ជិនធីង សួស្ដីអ្នកស្រីរៀន នេះគឺម៉ាក់ខ្ញុំឲ្យខ្ញុំនាំពាក្យមកប្រាប់អ្នកលោកស្រីជាកូនក្រមុំគ្រួសារថ្លៃថ្នូររៀបការនឹងមនុស្សថោកអសោចនេះវាហាក់ដូចជាអកុសលដល់8ជា និយាយមិនហ្នឹង ហើយអ្នកនេះគឺពូស្រីខ្ញុំជើស៊ីវឈីនតែនាងក៏មានអត្តសញ្ញាណផ្សេងទៀតនាងនេះហើយជាប្រពន្ធចុងសម្ងាត់របស់វាលោកស្រីនាងនេះហើយមិនចម្លែកទេដែលយើងរកនាងមិនឃើញអញ្ចឹងបានជានាងត្រូវគេចាប់យកទៅវាំងម្ចាស់ពីសូមជួយថ្លែងអំណរគុណដល់លោកម្ចាស់ក្រោយខ្ញុំនឹងទៅថ្លែងអំណរគុណលោកផ្ទាល់ មិនចាំបាច់ថ្លែងអំណរគុណទេ ម៉ាក់ថាកុំឲ្យបារម្ភពីឋានៈគាត់នាងអសិលធម៌នេះ អ្នកនាងរៀនយកទៅវិញចុះបង្ហាត់បង្រៀនតាមចិត្តយើងជំពាក់គុណវាំងអភិបាលម្ដងហើយ អ្នកជាមនុស្សសាហាវណាស់ប្រពន្ធចុងសម្ងាត់ដែលអ្នកចិញ្ចឹមនៅលោកស្រីអ្នកយល់ច្រឡំហើយខ្ញុំមិនមែនជាប្រពន្ធចុងទេ ឯងចង់ថាលោកស្រីអភិបាលបានធ្វើបាបឯងទៅឲ្យលឿនឆ្លាតណាស់ ពួកអ្នកវាខ្ញុំមិនបានទេហេតុអ្វីបើឯងហ៊ានប៉ះខ្ញុំលោកឈីនឹងមិនលើកលែងឲ្យឯងទេ រឿងកំ pl ែងមិនលើកលែង បើគ្មានខ្ញុំរៀនឈិងយូអ្នកណាស្គាល់វាជាមនុស្សអាក្រក់លោកស្រីសូមស្ងប់ចិត្តផងពួកអ្នកនៅជាមួយគ្នាយូរប៉ុណ្ណាហើយអ្នករៀបការជាមួយគាត់ពីពេលណាគាត់ចិញ្ចឹមអ្នកមកយូរហើយមែនទេឯងជាអ្នកស្រីរៀនអីចឹងម៉េចគាត់មិនដែលស្រឡាញ់អ្នកទេគាត់ស្រឡាញ់ខ្ញុំបើមិនមែនព្រោះតែឯងជាកូនគ្រួសាររៀនគាត់មិនរៀបការជាមួយឯងឡើយលោកស្រីកុំស្ដាប់នាងនិយាយផ្ដេសផ្ដាសខ្ញុំឲ្យឯងនិយាយផ្ដេសផ្ដាសឲ្យនិយាយអាមីខូចឯងហ៊ានវាយខ្ញុំឯងវាយគេធ្វើអីវាយមើលបើសិនលោកម្ចាស់ដឹងយើងដឹងទៀតធ្វើម៉េចទៅអ្នកឲ្យខ្ញុំទ្រាំទ្រកុំចូលមកណាលួកពួកឯងទាំងអស់ទៅល្អទេសម្រាប់ទាំងអស់សម្រាប់ពួកឯងទាំងអស់កុំចូលមកដោះខ្ញុំឲ្យងាប់ឲ្យអស់ងាប់ឲ្យអស់ខ្ញុំមិនហ៊ានទៀតទេ មើលទៅ លៀនកាត់ពីនាងឯណោះគឺនាងនឹងមនុស្សអាក្រក់នោះបដូរកូនទៅយកកូនស្រីខ្ញុំទៅ
លោកស្រីឥឡូវនេះរឿងបន្ទាន់បំផុតគឺត្រូវសួររកព័ត៌មានអ្នកនាងតូចអ្នកទាំងអស់ចូលមកលោកស្រីលោកម្ចាស់បើនៅត្រង់កម្ដៅថ្ងៃយូរទៀតខ្លាចមានជំងឺធ្ងន់ នេះអាចបន្ទោសខ្ញុំបានយ៉ាងម៉េចត្រូវបន្ទោសខ្លួនឯងទេ Twist ប្រហែលសម្លឹងចេញទៅទិញរបស់ក៏ត្រូវគេឃើញគាត់មិនបានគិតបើពេលណាឈឹងយូដឹងរឿងបដូរកូនរឿងទាំងអស់នឹងឥតប្រយោជន៍អីចឹងលោកមានន័យថាឲ្យឈឹងយូបាញ់កំហឹងចាំនាងអស់កំហឹងខ្ញុំទៅបញ្ចុះបញ្ចូលនាងលោកម្ចាស់មានរឿងមួយមិនដឹងគួរនិយាយឬអត់ឯងចង់និយាយអ្វីមើលចុះពេលថ្មីនេះនៅក្នុងវាំងអភិបាលលោកឯងជួបតែរឿងអាក្រក់ឆ្នាំមួយរថយន្តបាត់ភ្នាល់ថ្មក៏ចាញ់លោកពូពីរទៀតពិធីខួប1 ខែក៏មានរឿងហើយឥឡូវប្រពន្ធចង់ដែលលាក់ទុកច្រើនឆ្នាំក៏ត្រូវគេរកឃើញទៀតឯងនិយាយអ្វីផ្ដេសផ្ដាសរឿងទាំងនោះជាឧបទ្ទហេតុលោកម្ចាស់គ្រូទីពីមុនថាមានតារាលៀបលោកប្រហែលស្មានខុសហើយឯងមានន័យយ៉ាងម៉េចកូនដែលនៅផ្ទះនេះមិនមែនជាតារាលៀបទេគឺជាតារាបង្គោលលីនស្អាតហើយឆ្លាតវៃណាស់មិនក៏នាងអាចជាតារាបង្គោលមិនក៏ខ្ញុំអាចយកខុសរឿងនេះពីនេះទៅកុំនិយាយរឿងនេះទៀតទៅយើងក៏ចូលទៅដែរទៅអ្នកណាធ្វើឲ្យកូនឃ្លានលោកស្រីលៃផឹកទឹកដោះនៅ2 ម៉ោងមុនឥឡូវប្រហែលឃ្លានហើយស្រែកកូនយំហើយគាត់ចង់ញ៉ាំអីចឹងអ្នកគ្រប់គ្រងរៀនកូនឯងយំហើយមិនខ្វល់ទេអ្នកនាងយើងមិនទាន់ប្រញាប់អីផងអ្នកឯងប្រញាប់ធ្វើអីអ្នកណាមិនដឹងគិតថាលៀនជាកូនស្រីរបស់អ្នកទៅហើយមិនមែនទេកញ្ញាតូចទោះបីជាគាត់មែនទេស្រាប់តែជាកូនស្រីខ្ញុំលើកដៃឡើងស្អប់ណាស់សៀវឈីងយូអ្នកហួសហេតុពេកហើយទោះអ្នកខឹងយ៉ាងណាក៏ដោយមិនអ្នកហ៊ានយកកាំភ្លើងមកចង្អុលកូនស្រីបង្កើតរបស់អ្នកខូខើណាស់ទីបំផុតអ្នកក៏ព្រមចេញមុខមកខ្ញុំមានស្រីនៅខាងក្រៅនោះជាកំហុសរបស់ខ្ញុំមិនគួរលាក់រឿងនេះពីអ្នកទេគឺខ្ញុំខុសគឺខ្ញុំមិនចេះទប់ចិត្តគឺគាត់ជាអ្នកលួងលោមខ្ញុំលោកអើយឯងនិយាយអីស្ងៀមគ្មានសិទ្ធឲ្យឯងនិយាយទេរឿងស្នេហានេះជាកំហុសរបស់ខ្ញុំនឹងកាត់ផ្ដាច់ជាមួយស្រីនេះឥឡូវនេះអ្នកព្រមលះចោលមែនគឺធម្មជាតិបង្កើតកូនអ្នកនឹងកូនស្រីទេដែលសំខាន់ជាងគេមួយចំនួនអីគាត់មិនមែនជាអ្វីទាំងអស់សត្វឲ្យគ្មានខ្មាស់ពីមុនអ្នកបាននិយាយយ៉ាងម៉េចជាមួយខ្ញុំអ្នកយាមអូសវាចេញទៅខ្ញុំមិនទៅទេដោះខ្ញុំចេញលោកឈៀនប្រញាប់បណ្ដេញកូនគុណចេញម្លេះចិត្តក្រោយនឹងមិនអាចបណ្ដោះបានទេលោកស៊ីងមានប្រសាសន៍អ្វីចិត្តអីចាំអ្នកយកជាសៀវរៀនឈីងយឺអ្នកឈួតហើយឬនេះជាកូនស្រីរបស់អ្នកនឹងធ្វើអីនឹងហើយកូនស្រីខ្ញុំចុះខ្ញុំចង់ធ្វើអីអ្នកឯងមិនអាចខត់បានទេលោកស្រីកូននៅតូចណាស់សូមអ្នកមេត្តាដោះលែងគាត់ទៅខ្ញុំសូមអង្វរអ្នកដោះលែងគាត់ទៅទើចស្មានคล้ายមែនពួកឯងគូចលេងជន់ខូចកូនស្រីខ្ញុំនៅឯណាប្រាប់មកឈៀនឌៀនឯងកំពុងនិយាយអីហ្នឹងមិនខ្ញុំស្ដាប់មិនយល់ថ្ងៃនេះបើពួកឯងមិននិយាយកុំស្រមៃចង់ដើរចេញពីទ្វារនេះឲ្យសោះអ្នកដឹងតាំងពីពេលណាអ្នកគិតថាគូស្នាមផ្កាឈូកដូចគ្នាខ្ញុំនឹងរកមិនឃើញទេលោកស្រីខ្ញុំដឹងថាខុសហើយខ្ញុំពិតជាដឹងថាខុសហើយគឺឈុនឡាងគាត់ជាអ្នកបោះចោលបោះនៅឯណាខ្ញុំមិនដឹងទេខ្ញុំមិនដឹងខ្ញុំក៏មិនដឹងដែរគាត់ទៅតាមបញ្ជាលោកទេខ្ញុំមិនដឹងទេកុំនិយាយថាមិនពាក់ព័ន្ធនឹងឯងពួកឯងគូឆ្កែញីឆ្កែឈ្មោលបើកូនស្រីខ្ញុំមានរឿងអីពួកឯងត្រូវសងជីវិតខ្ញុំទាំងអស់ស៊ីនរ៉េនអ្នកស្ងប់ចិត្តចុះស្ងប់សិនកូនស្រីអ្នកមិនស្លាប់ទេឈៀនសានវ៉ាន់ជឿខ្ញុំមិនអីទេបងទៅមើលអ្នកអតីតចុះឲ្យគាត់យកកូនស្រីអ្នកទៅបោះចោលគាត់មិនចង់ក៏កូនមិនត្រូវបានបោះចោលដែរបានប្រគល់ឲ្យព្រានព្រៃម្នាក់នៅក្នុងក្រុង
ជាងយានខ្ញុំនិយាយទាំងអស់ជាការពិតអ្នកពិតជាសត្វសាហាវមែនអ្នកសម្រាប់ខ្ញុំចុះខ្ញុំនឹងទៅម្ដងទៀតខ្ញុំនឹងទៅម្ដងទៀតថែរក្សាលីងលីងឲ្យល្អវ៉ាអ្នកនាងសូមប្រយ័ត្នផងលោកខ្ញុំទៅមួយផ្លែតនឹងត្រឡប់មកវិញនិយាយឲ្យត្រង់ឡើងជាងយេរឿងអីក៏ដោយតោះអង្គុយនិយាយគ្នាឲ្យច្បាស់សិនចាប់តាំងពីអ្នកបោះកូនស្រីខ្ញុំចោលមកយើងគ្មានអ្វីត្រូវនិយាយទេសុទ្ធតែជាទង្វើប្រពន្ធកូនឯងអញ្ចឹងកុំមកបន្ទោសខ្ញុំលោកឈួតហើយអ្នកឯងថាជាជាងដើរច្រឡោតនោះវីមុនក៏ឈ្នះដែរចុះឡាយរឿនជាសុបវិញម៉េចគាត់ប្រកាសជាប្រាប់អ្នកដទៃហើយកុំបារម្ភខ្ញុំគ្មានឱកាសនិយាយប្រាប់គេទេបាញ់រឿងនេះមានតែយើងពីរបីអ្នកដឹងទេបើអ្នកហ៊ាននិយាយប្រាប់គេខ្ញុំមិននិយាយទេអញ្ចឹងល្អហើយមួយស្របក់ទៀតវិលទៅសភាពដើមអញបន្តនៅនេះលោកប្រធានបើគ្មានការអនុញ្ញាតពីខ្ញុំមិនអនុញ្ញាតឲ្យចេញទៅក្រៅម៉ាក់រឿងម្សិលមិញខ្ញុំមិនយល់អ្នកនាងរឿនគឺជាគូប្រជែងស្នេហ៍របស់ម៉ាក់កាលពីមុនជើស៊ីវឈីនជាប្អូនស្រីរបស់ម៉ាក់ហេតុអីម៉ាក់ជួយរឿនឈីងយូនេះហៅថាជួយខាងត្រឹមត្រូវមិនមែនជួយសាច់ញាតិខ្ញុំស្អប់មុខកាច់របស់ជើស៊ីវឈីនធ្វើជាប្រពន្ធតូចវាជាកំហុសខ្លួនឯងតែជាមានមោទនភាពទៅវិញខ្ញុំទ្រាំមើលរឿនឈីងយូត្រូវគេបោកមិនបានអារម្មណ៍នេះមិនល្អទេនេះការពីអស់ហើយប្រាប់ម៉ាក់ថាគ្រោះថ្នាក់ម៉ាក់និយាយយឺតមួយមានរឿងអីនៅជើងភ្នំខាងក្រោយមានមនុស្សភ្នំក្រោយគ្មានអ្វីស្ងាត់មានមនុស្សខុសអីចាអ្នកនាងរឿនឈីងយូអីអ្នកបម្រើនោះខ្ញុំបានដោះស្រាយហើយកុំបារម្ភលោកត្រូវគេចងនៅក្នុងជំរប់អស់ទៅមើលលៀនឲ្យជាប់បាតគាត់នៅរស់ទេអូយទីងសៅប៉ាកូនស្រីខ្ញុំឯណាប៉ាកំហុសខ្ញុំទាំងអស់ខ្ញុំមិនបានខត់គាត់ទេឯងវាខ្ញុំចោះអ្នកឯងមានរឿងអីឯងថាគាត់ចង់ឡើងភ្នំខ្ញុំថាល្អអ្នកណាដឹងថាគាត់រអិលជើងសុទ្ធតែកំហុសខ្ញុំឯងវាខ្ញុំហើយសង្ហាយូឯងទៅឲ្យសុខទៅវងសតកោរឿនមានខ្ញុំគ្រប់គ្រាន់កូនស្រីរបស់ខ្ញុំហេតុអីកូនទៅមុននេះឲ្យសក់ស្ជូនសក់ខ្មៅមែនទេយីប្រពន្ធអើយហាជីនយីរកឃើញជីនយីហើយឬនៅខ្ញុំបានចាត់មនុស្សឲ្យទៅរកហើយមិនទាន់មានដំណឹងទេឯងនេះអាសាឥតកាតើអ្នកមើលថែកូនស្រីខ្ញុំយ៉ាងម៉េចថ្ងៃនោះប៉ាមិនបាច់បារម្ភខ្ញុំពិតជានឹងមើលថែចាស់អស់ឲ្យតែខ្ញុំនៅមានលៀននៅទោះសម័យវិបត្តិវងរឿនមិនរលំទេបងចឹងចង់ឲ្យវងរឿនរលាយទៅជាតិក្រោយទៅជីងយុនឯងនៅរស់ល្អណាស់កូនស្រីឯងមិនអីទេប៉ាភ័យស្ទើរស្លាប់ហើយមិនអីទេមិនអាចទេមិនឯងនៅរស់អ្នកមិនមែនរឿនឈីងជុនអ្នកជានរណាម៉េចឃើញខ្ញុំនៅរស់ខ្លាចអ្នកជានរណាឲ្យប្រកាសកុំមកខ្មោចយ៉ែរឿងអ្វីទៅប្រាប់មកខ្ញុំនឹងឲ្យពោអ្នកបន្ទុកដេកសម្រាប់ក្រុមការក្បត់រន់សៀងគួនព្យួរខ្ញុំនឹងកូនស្រីរបស់លោកយាយតូចហើយនិយាយគ្នារឿងអាស្រូវបែកការខ្មោចថាកូនស្រីខ្ញុំនៅក្នុងដៃអ្នកប្រមាញ់នៅលើភ្នំតាមពិតគឺដើម្បីសម្លាប់មនុស្សបិទមាត់មើលមុខវិស័តនោះកាន់តែមូលក្នុងចិត្តខ្ញុំមនុស្សដែលខ្ញុំស្រឡាញ់ស្បោះបើមានជីវិតក្រោយនឹងបុកឆ្អឹងគេឲ្យខ្ទេចហើយបាច់ភេះចោលហេឯង
អាហាជាងយូខ្ពស់ម្លេះមិនឯងហាចម្លែកពេលនោះខ្ញុំហ៊ាននឹងបុកដីស្រាប់តែឮសំឡេងសួនគាត់ថាឲ្យពោពន្លឺមាសការពារខ្លួនបើមិនមែនពន្លឺមាសនោះទេខ្ញុំងាប់យូរហើយកូនស្រីខ្ញុំនៅណាគាត់មិនដឹងទេគ្មានសមត្ថភាពបាញ់សម្លាប់ខ្ញុំដោយមួយគ្រាប់ប្រអើយគាត់នៅគិតដូច្នេះមិនអ្នកអាចចិត្តរឹងចោលគាត់មនុស្សទឿគេសង្កត់ខ្ញុំចុះថែមទាំងវីត្រង់បេះដូងសួររកកន្លែងចៅស្រីខ្ញុំសង្កត់ចុះអ្នកកញ្ញាសុទ្ធតែកំហុសខ្ញុំគឺខ្ញុំដែលមិនបានមើលថែផ្ទះនេះឆាប់ក្រោកឡើងលោកយាយលោកស្រីចូលពីផ្ទះដូយន្តបានមកដល់ឆាប់អញ្ជើញពួកគាត់ចូលមកពុកនេះគឺយ៉ានជុនខ្ញុំបានឡើងទៅភ្នំក្រោយផ្ទះដូយន្តគឺពួកគាត់ដែលផ្ញើខ្ញុំមកវិញអរគុណច្រើនសម្រាប់លើកនេះថ្ងៃក្រោយបើត្រូវការអ្វីមករកកន្លែងណាដែលរនស៊ីខូចខាតអ្នកគ្រាន់តែនិយាយមកលោកតានេះលោកប្រធានរនលោកគួសំពេចហើយជាងយូនិងពួកយើងនៅមានវាសនានឹងគ្នាបញ្ហាបានដោះស្រាយយ៉ាងណាហើយសត្វលោកនោះដឹងតតែវាមិននិយាយខ្ញុំក៏ធ្វើអ្វីវាមិនបានកូនស្រីដ៏កំសត់របស់ខ្ញុំនៅណាឲ្យពិតប្រាកដម៉ាក់ឈៀនកុំយំចៅនៅទីនេះមើលចៅសិនប្រសិនបើកូនស្រីខ្ញុំនៅរស់ច្បាស់ជាធំប៉ុននេះដែរអ្នកកញ្ញាកូនតូចនេះដូចអ្នកណាសៅមកឯងនិយាយអីគួរតែដូចយ៉ានជុនទៅអត់ទេតាមពិតចៅមិនមែនជាកូនបង្កើតខ្ញុំទេគឺចៅប្រទះឃើញនៅមាត់ផ្លូវប្រទះឃើញអូសុំមើលកំភួនជើងគាត់បានទេយ៉ានជុនឆាប់ត្រឡប់ទៅផ្ទះយើងត្រៀមចាប់ផ្ដើមកិច្ចការហើយអ្នកចង់មានន័យថាម៉េចគ្មានពេលទេជួសជុលមុនចាំនិយាយជាងយូត្រឡប់ទៅផ្ទះឌូជួនជាមួយយើងសៅម៉ូទៅយកនានមករហ័សបាទអ្នកកញ្ញាជាងយូលៀនមិនមែនគ្មានទោសទេអ្នកកញ្ញាមិនល្អហើយលៀនបាត់ហើយម៉េចគ្មានពេលទេទៅហ៊ូកាននាំអ្នកទាំងអស់ឡើងរថយន្តបាទទៅមកទៅអាហោលោកប្រុសលោករងទុកណាស់លោកប្រុសអើយលោកប្រុសពុកខ្ញុំវីមុខមកហើយល្អណាស់ខ្ញុំដឹងថាមានលៀនតារាសំណាងតូចនៅទីនេះខ្ញុំមិនអាចចាញ់ឡើយខ្ញុំទៅសុំបញ្ជាតបឥឡូវនេះលោកប្រុសឥឡូវគ្មានគ្រូសារ័ននឹងការគ្រប់គ្រងហើយគាត់នឹងជួយពួកយើងមែនកុំបារម្ភអីខ្ញុំមានវិធីច្រើនអញ្ចឹងតើយ៉ានជុនពួកឯងយ៉ាងម៉េចហើយម៉ែយើងមិនអីទេតែជូនឹងប្រហែលជាភ័យហើយប៉ាតើវាកើតឡើងយ៉ាងម៉េចគេទីក្រុងតុងឆេងស្ថិតនៅដាច់បរទេសទាំងនោះមិនបានវាមកដល់ទីនេះរឿងនេះជាកំហុសខ្ញុំនឹកស្មានមិនដល់ថាអង់ត្រេមានល្បិចកលយ៉ាងនេះជួមុខវីមិនឈ្នះខ្ញុំក៏លួចបញ្ចុះបញ្ចូលឲ្យគេសង់ផ្លូវដែកតាមក្រុងនានាចុះមកភៀកខាងត្បូងរហូតដល់ពួកគេតាមមកប៉ុន្មានឆ្នាំមកនេះពួកគេដឹកទីហ៊ាននឹងគ្របមករាប់មិនអស់ក្រុងតុងឆេងត្រូវបានឡោមព័ទ្ធហើយពួកអ្នកកុំបារម្ភពួកគេចេញតបមកបែបនេះគ្មានស្បៀងបំរុងទេយើងមានក្រុងតុងឆេងនៅក្នុងដៃយើងពឹងខ្លួនឯងប្រកាសជាអាចទប់បានខ្ញុំសូមលាហើយលោកឌូកុំបារម្ភអីមានសមាគមពាណិជ្ជកម្មគ្រូរួនរបស់ខ្ញុំនៅពីក្រោយជួយអ្នកសង្គ្រាមនេះវីពួកបរទេសឲ្យខ្ចាត់ខ្ចាយអស់អរគុណលោករួនមិនបាច់អត់ទេអញយកថ្មីស្រីយុសដែលគ្រប់គ្រងសមាគមនោះមកឲ្យខ្ញុំភ្លាមខ្ញុំទៅប្រម៉ូស្បៀងឥឡូវនេះកូនស្រីឆាប់ឲ្យប៉ាមកឆេះត្រីខ្លាយទឹកជ្រលក់ឆ្អឹងអានដឺរីខេតផ្ទះនេះហើយថ្មីស្រីយុសរបស់រួនស៊ីសេងហួយគ្រាន់តែមានវាផលចំណេញធំបំផុតនៅខាងតាមតែលោកចង់ប្រើយីគេថាជីវវត្ថុបុរាណឥឡូវមើលទៅពិតជាដូច្នោះមែនធ្វើការឲ្យគេគឺឆ្លងភ្នំកំបិតសមុទ្រភ្លើងបើឲ្យខ្ញុំជ្រើសសម្ដងទៀតក៏ខ្ញុំល្អណាស់អាប៊ូចេងធីងនោះរឹងរូសមែន
នៅជួរមុខវាបង្កបញ្ហាដល់លោកតុងអ៊ីធ្វើឲ្យមានបញ្ហាធំញៀនខ្ញុំដឹងភ្លេចហើយមើលគេយកអីមកប្រឆាំងខ្ញុំលោកកុំបារម្ភអីគ្រូទីបាននិយាយថាកូនស្រីខ្ញុំជាផ្កាយសំណាងធ្លាក់ពីលើច្បាស់ណាស់ដោយសារមាននាងទើបខ្ញុំអាចរត់គេចខ្លួនបានមកសុំជ្រកកោននឹងលោកអញ្ចឹងមិនក៏នៅខាងយើងហើយមែនហាល្អចាំយើងបំផ្លាញតុងឆេងនិងវិមានឌូហើយម្ចាស់សម្បត្តិនេះអ្នកជាអ្នកដឹកជញ្ជូនវាបាត់របស់សំខាន់បែបនេះមិនបានធ្វើបាត់ឯងរកមើលឲ្យមកចត់ម្ដងទៀត មិនបាច់រកទៀតទេប្រហែលជាសត្វវាលួចយកទៅ អូអញ្ចឹងយើងរត់តែអកម្មទៅហើយ ស៊ូហ្វូហ៊ួននាំអ្នកទាំងអស់គ្នាទៅភ្នំខាងក្រោយនៅខាងនោះមានផ្លូវចេញទៅក្រៅបានបាទចេញធីងតុងឆេងជាផ្ទះខ្ញុំមិនទៅណាទេត្រូវហើយប៉ាទោះបីយើងរស់រៀនថ្ងៃនេះយើងអាចរត់បានឆ្ងាយប៉ុណ្ណាទៅត្រូវហើយតស៊ូជាមួយពួកមកដល់ពេលនេះទោះជាយ៉ាងណាកងទ័ពរួននឹងចូលច្បាំងនឹងដកថយជាមួយឌូឈុន កុំខ្លាចមានខ្ញុំជាតារាសំណាងយើងប្រកាសជាឈ្នះទេពដាប្រទានពោផ្កាយសំណាងបញ្ចេញរស្មី ល្អដើម្បីការពារតុងឆេងថ្ងៃនេះយើងតស៊ូដល់ស្លាប់ប៊ូចេនធីងយូរហើយមិនឃើញ ហ្វានដឺលីនគិតមិនដល់ថាអ្នកមានល្បិចកលបែបនេះគ្រូសាអូមានអីអស្ចារ្យ ហានេះហៅថាក្នុងសង្គមមិនខ្មាស់ក្នុងការប្រើល្បិចទេណែសัตว์ឯងគ្មានឆ្អឹងក្នុងអីទេក្បត់ជាតិទៅអបជើងបរទេសឲ្យលីងមកខ្ញុំវិញចេះប្រុងប្រយ័ត្នតាមកាលៈទេសៈឯងមិនយកទេរួនឈីងយូនាងជាផ្កាយសំណាងរបស់ខ្ញុំយកសັບទៅលោកម្ចាស់កុំខ្ជិះខ្ជីពាក្យសម្ដីនឹងពួកវាបាញ់ទៅតែម្ដងកុំឈប់បើអញដកតបដែលនៅខាងមុខចេញឥឡូវប្រគល់ទីក្រុងតុងឆេងមកខ្ញុំអាចគិតដោះឲ្យឯងមួយដងលោកម្ចាស់អត់អាចដោះឲ្យពួកវាទេស្ងាត់គ្មានអ្នកណាសួរឯងទេអាសាប់អញពិតជាឆ្កែដ៏ល្អមែនអង្គត្រីរាជធានីជារបស់ខ្ញុំហេ របស់គ្រូសាខ្ញុំទេមិនអាចធ្លាក់ទៅក្នុងដៃឯងជារៀងរហូតទេ បើអីចឹងកុំបន្ទោសថាខ្ញុំខូខើអីអញទៅមិនរួចទេហាឡើយចុងក្រោយក៏ងាប់អស់អ្នកណាងាប់ហ្វូជានធីងអ្នកមិនស្លាប់ទេ មិនឯងភ្ញាក់ផ្អើលខ្លាំងមែនបាទត្រូវចង់មិនទៅ ហើយមានចូលនៅដែរប៉ុន្តែលេងពួនអស់នឹងអង់ត្រេបាញ់អន់ម្លេះមិនចម្លែកទេកូនសម្លាញ់ឯងពូកែមែនចាំមើលឯងអាចចាប់បានប៉ុន្មានដងសៀវដាយចេះវេទមន្តហើយមនុស្សខ្លះហ៊ាននឹងដាក់ទោសហើយនេះហៅថាធ្វើអាក្រក់មេឃនឹងដាក់ទោសហ ឹងលោកម្ចាស់អត់មានអីទេទៅហៅអ្នកនៅខាងក្រៅក្រុងទាំងអស់មកនេះខ្ញុំនឹងជន់ឈ្លីវិមានឈុងជៀនលោកម្ចាស់ចេកមានរឿងអាក្រក់ហើយអូទីហ៊ានយើងនៅខាងក្រៅក្រុងសន្លប់អស់ហើយម៉េចតើពួកឯងជាអ្នកធ្វើតើមានរឿងអី ឈុនអ៊ីនិយាយថាអ្នកទាំងអស់មានរោគសញ្ញាដូចគ្នាហាក់ដូចជាបណ្ដាមកពីលេបថ្នាំខ្លាញ់យូរមក ថ្នាំខ្លាញ់ខ្ញុំដែលលក់ថ្នាំខ្លាញ់កាលណាលោកឧត្តមសេនីយ៍អ្នកធ្លាប់នៅអាស័ព្ទនោះបានទិញថ្នាំពេងនីស៊ីលីងមួយចំនួនអីចឹងថ្នាំនោះអាស័ព្ទជាអ្នកលក់ឲ្យអ្នកឯងចង់មានន័យថាម៉េចមុននេះបន្តានគ្មានស្លាកមួយស្រាប់តែចូលមកក្នុងបន្ទីយើងផ្ទុកពេញឡានទាំងមូលដោយអាវុធបោះបោកុំនិយាយអីប្រសិទ្ធភាពវាពិតជាល្អឯងយកថ្នាំខ្ញុំទៅនោះ យើងកំពុងប្រើថ្នាំខ្លាញ់អីហ្នឹងគេមិនបានប្រាប់ឯងដែរទេ អាស័ព្ទអាក្រក់អញហ៊ានបញ្ឆោតខ្ញុំមនុស្សរបស់ខ្ញុំនៅណាលោកឧត្តមគាត់ប្រហែលរត់បាត់ហើយទៅចាប់វាយកមកវិញអង់ត្រេបារម្ភពីខ្លួនឯងសិនទៅកុំធ្វើចលនាមិននឹកស្មានថាពួកគេមកខ្លាំងម្លេះប៉ុន្តែបែរជាត្រូវវិនិច្ឆ័យអស់ឲ្យនិយាយពីរឿងហ្នឹងអង្គត្រីពិតជាមនុស្សសំណាងអាក្រក់ពួកគេកាន់ផ្កាយបីតូចមិនស្អាតមិនបានយើងមានផ្កាយទីបញ្ជាការមិនថាម៉េចក៏ឈ្នះដែរ ជាជនខ្ញុំសុំមើលជើងចូលបន្តិចបានទេអ្នកសង្ស័យថាចូលជាកូនស្រីអ្នក
Jojo នឹងលៀនលៀនអាយុប្រហាក់ក្រោយពេលខ្ញុំសម្រាលកូនស្រីខ្ញុំត្រូវបានគេបដូរគេបោះចោលនៅកន្លែងណាមិនដឹងពិតជាកូនស្រីខ្ញុំមែនកូនស្រីខ្ញុំមិនទាន់ស្លាប់ទេ Jojo នេះម៉ាក់ហើយម៉ាក់សម្លាញ់គុំយំអីម៉ាក់ទីបំផុតស្គាល់ផ្កាយសំណាងខ្ញុំហើយនេះពេលនោះត្រូវគេបោះចោលនៅផ្លូវខ្ញុំនឹកស្មានថាគ្រួសារណាចិញ្ចឹមមិនរួចទើបបោះចោលមិននឹកស្មានថាជាកូនស្រីអ្នក គឺជាចៅស្រីបង្កើតរបស់យើងឡើយជីវយូអាយ៉ានជុនយើងស្ដាប់ហើយ អរគុណអ្នកទាំងអស់គ្នាកុំធ្វើអីចឹងតែបានចៅគឺជាសំណាងរបស់យើងតាំងពីក្មេងតូចនេះមកដល់ឌូជូនព្រះពុទ្ធយើងមានតែសំណាងល្អមិនដាច់ចៅនេះគឺជាតារាមគោលតូចរបស់ជ្រងឌូជូនយើងតារាមគោលអញ្ចឹងមែនគ្រូទីនិយាយថាពិតមែនទេគ្រូទីអ្វីថ្ងៃខ្ញុំសម្រាលកូនលោកឈិនបានជួបគ្រូទីម្នាក់និយាយថាវាសនាគ្រូសាឈិនឡើងដល់មេតារាមគោលនឹងមានឈ្មោះថាជីជីឥឡូវទៅយល់ថាហេតុអ្វីគាត់តែងតែនិយាយថាលៀនជាតារាមគោលតូចរបស់គាត់តែឥឡូវមើលទៅគាត់ច្រឡំហើយអញ្ចឹងតារាមគោលពិតដែលកើតមកវិញគឺចៅមែនមែនហើយល្អណាស់ចុងក្រោយគេក៏ស្គាល់ថាខ្ញុំជាតារាមគោល អញ្ចឹងចៅអ្វីទាំងនេះជាប្រេងដែលកូននាំមកឲ្យម៉ាក់អូឯងមើលនេះពិតមែនចៅម៉ាក់គួរសងគុណឯងយ៉ាងម៉េចទៅ គ្រាន់តែឲ្យខ្ញុំញ៉ាំបាយឆ្ងាញ់ទៅ ចៅចាប់ពីពេលនេះទៅមានម៉ាក់ម្នាក់នេះហើយនឹងប៉ាម៉ាក់បងប្រុសទាំង3នាក់ពីគ្រួសារឌូជុនពួកយើងនឹងស្រឡាញ់ឯងទាំងអស់គ្នាបានទេចៅណាឯងគ្រាន់តែធ្វើជាកូនណានរីករាយបានហើយប៉ាម៉ាក់ទាំងអស់គ្នាឃើញឯងធំឡើងដោយសុខសាន្តគឺជាសុភមង្គលរបស់យើង រកឃើញឌូជុនសត្វកំណាចហើយពួកឯងចាំមើលចុះតារាបណាមានសៀវហ្វូជាងនៅខ្ញុំនឹងងើបពីភេទភ្លើងជាមិនខានមិនមែនត្រឹមតែគ្រូសាសុនទោះបីជាគ្រូសាឌូជុនក៏ដោយខ្ញុំក៏មិនយកមកដាក់ភ្នែកទេអ្នកនាងនៅទីនោះឥឡូវមើលទៅតាម្នាក់នេះហើយជាតារាគ្រោះថ្នាក់តូចដែលគ្រូទីនិយាយជាក្មេងមានវាសនាលំបាកដែរសៀវម៉ូស្ត្រីនោះអ្នកនាងខ្ញុំបានទៅផ្ទះដូនតាមើលហើយមនុស្សនោះមិននៅទីនោះទេនៅសល់តែខោអាវ2 3ហើយខ្ញុំត្រូវអ្នកបម្រើនោះក៏រត់បាត់ទៅណាមិនដឹងរងចាំសំណាងអាក្រក់យូរណាស់មកហើយទីបំផុតអាចបង្ហាញសមត្ថភាពបានហើយសូមតារាគ្រោះថ្នាក់នេះមើលថាគួរទៅធ្វើទុកអ្នកណាមុនអូហេតុអ្វីឯងនៅទីនេះខ្មោចគួរឲ្យធុញចេញទៅឲ្យមានចៅនៅនឹងឯងគិតចង់ធ្វើបាបអ្នកដទៃទៀតឯងនៅជាមួយតារាមគោលនេះសិនទៅខ្ញុំមិនចង់ទេតែមើលទៅចៅចិត្តលៀនណាស់អញ្ចឹងគ្រាន់តែយើងនៅជាមួយគ្នាទាំងអស់ល្អណាស់អញ្ចឹងចាប់ពីថ្ងៃនេះទៅចៅរបស់យើងក៏មានមិត្តល្អម្នាក់ទៀតហើយអូចាំយ៉ានជូនឥឡូវប្រញាប់ណាស់យើងថតរូបគ្រួសារទាំងអស់គ្នាទៅម៉េចឡមកឈរឲ្យស្អាតអូត្រូវហើយឈរឡើងអូកូនតូចមើលមកទីនេះមក3 2 1ចេញក្រៅមែនទេមានរបស់ជំនួយដើម្បីបង្កើនភាពជឿជាក់ហើយនៅនេះណែ UV ឈូប្រែបង្អាត Skin Care ប្រើលេបនៅលើស្បែកមុខជាប្រចាំធ្វើឲ្យស្បែកមុខសភ្លឺថ្លាដូចកញ្ចក់សាច់ UV រលោង smooth ម៉ត់ខៃលាបចូលមុខអស់មិនប្រតាមិនស្អិតមិនកកទោះបាញ់ញើសឬត្រូវទឹកក៏គ្មានបញ្ហារលាត់ឬហៀចេញមកក្រៅវិញដែរជាពិសេសវាមាន SPF 50+4 ដែលជួយការពារពន្លឺព្រះអាទិត្យធូលីដីផ្សែងឡាននិងកម្ទេចកំទីដែលបង្កបញ្ហាដល់ស្បែកមុខកាន់តែប្រើកាន់តែស្រស់ស្អាតកាន់តែប្រើកាន់តែជឿជាក់ UV ឈូកប្រែបង្អាត Skin Care មួយទី$8តែពេលទីតម្លៃ$15 free សេវាដឹកជូនសម្រាប់ការបញ្ជាទិញអាចឆាតចូល page ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ